សូមជូនដល់មនុស្សមិនស្គាល់គ្នារឿងមួយនេះគឺមានឈ្មោះថាជើមីងហើយនឹងឈុនចែវការជួបគ្នាជាមួយនឹងអ៊ីឈុនចែវលើកទី1ខ្ញុំបានបន្លំសមាជិកភាពបដូរនឹងឱកាសដើម្បីចូលទៅចិត្តគេការជួបគ្នាលើកទី2ជាមួយនឹងអ៊ីឈុនចែវខ្ញុំបានផ្ដល់ក្តីស្រឡាញ់ទាំងអស់របស់ខ្ញុំឲ្យទៅគេការជួបគ្នាលើកទី3ជាមួយនឹងអ៊ីឈុនចែវខ្ញុំសម្រេចចិត្តថាខ្ញុំលែងដៃហើយខ្ញុំឆ្លងភពអស់រយៈពេល3ដងទីបំផុតអាចឲ្យមនុស្សដែលខ្ញុំស្រឡាញ់រស់នៅមានសុភមង្គលនៅក្នុងពិភពលោកនេះហើយអីសម្រាមឆ្ងាញ់ដែរទេប៉ុន្មានថ្ងៃនេះឃើញលោករកសម្រាប់ញ៉ាំរហូតលោកចាន់ឲ្យតាមខ្ញុំឬអន់លោកចាន់ញ៉ាំអ្វីក៏បានដែរឆ្លាតមែនអ្វីដែលខ្ញុំនិយាយវាជាការពិតប៉ិតមែនអញ្ចឹងខ្ញុំសងគុណនាងយ៉ាងម៉េចទៅឆ្កែរបស់ខ្ញុំទៅតែស្លាញ់កប់ជូនខ្ញុំក៏ចាំចិញ្ចឹមឆ្កែថ្មីមួយទៀតខ្ញុំសូម្បីតែឈ្មោះរបស់នាងក៏មិនដឹងផងតើធ្វើយ៉ាងម៉េចទៅខ្ញុំមានឈ្មោះថាអ៊ីឈុនចែវខ្ញុំឈ្មោះអ៊ីឈុនចែវឪពុកម្ដាយខ្ញុំគឺជាអ្នកបណ្ដាក់ទុនលំដាប់កំពូលនៅទីក្រុងចេះពួកគាត់មានប្រតិកម្មខ្លាំងណាស់ចំពោះតួលេងក៏បានប្រាក់ខ្ញុំទៅជាកូនស្រីដែលស្អាតឥតខ្ចោះដែលមានតួលេងលំដាប់កំពូលនៅគ្រប់ផ្នែកកម្រិតខ្លាំង 21% បើតាមតម្រូវការរបស់លោកម្ចាស់និងអ្នកស្រីអ្នកនាងធំនៅថ្ងៃស្អែកគឺត្រូវវឹកហាត់បន្ថែមទៀតមុនដំបូងខ្ញុំត្រូវតែបម្រើសេវាកម្មសម្រាប់ត្រូវមានរូបរាងដែលល្អឥតខ្ចោះដើម្បីងាយស្រួលខ្ញុំអាចពាក់រ៉ូបដែលមានទំហំប៉ាន់កូនក្មេងបានប៉ុន្តែពេលខ្លាំងក៏មិនអាចធ្វើបានដែរអ្នកស្រីបើមិនចឹងទេពួកយើងស្រីបន្តិចទៅនឹងអាចធ្វើបានភ្លាមៗក្នុងពេលឆាប់ឆាន់រូបរាងនៃម៉ូដមួយនេះគឺជាគម្រោងចុងក្រោយដែលអ្នកឌីហ្សាញបានប្រើប្រាស់ញើសឈាមកណ្ដនីយ៉ាងម៉ត់ចត់ទើបអាចធ្វើវាចេញមកបានអាចចូលមកក្នុងទស្សនវិស័យ fashion បាននាងគិតថានាងជំនាញជាងពួកគេមិនដែរទេរត់ឡើងទៅវត្តមានរបស់ខ្ញុំគឺជាអ្នកតំណាងជាផលិតផលដ៏ល្អឥតខ្ចោះមួយសម្រាប់ពួកគាត់នៅកន្លែងដែលពោពេញទៅដោយផលប្រយោជន៍ប៉ុន្តែមិនធ្លាប់មានមនុស្សសួរខ្ញុំថាអ្វីដែលខ្ញុំចង់បានគឺជាអ្វីនោះទេប៉ុន្តែយ៉ាងហោចណាស់ក៏ខ្ញុំនៅមានសេពូដែរប៉ុន្តែពិតជាមិននឹកស្មានថាឪពុកម្ដាយខ្ញុំសម្បីតែសុភមង្គលចុងក្រោយរបស់ខ្ញុំក៏ត្រូវតែត្របាក់យកទៅដល់កំណាច់ដែរ
ខ្ញុំមានជំងឺម្យ៉ាងត្រូវការមនុស្សមកជួយសង្គ្រោះយកខ្ញុំចេញពីក្នុងទ្រង់យ៉ាងខ្លាំងឈុនចែវហេតុអីបានជានាងយំហ៎តើលោកមានឈ្មោះអ្វីដែរខ្ញុំឈ្មោះចាន់ជើមីងល្អចាញ់ចាមីងថ្ងៃក្រោយលោកអាចស្ដាប់តាមខ្ញុំតែប៉ុណ្ណោះយល់ដែរទេយល់ហើយថ្ងៃក្រោយពេលដែលឆ្លើយសំណួររបស់ខ្ញុំត្រូវតែនិយាយថាខ្ញុំនឹងស្ដាប់សម្ដីខ្ញុំនឹងស្ដាប់សម្ដីណាផ្លឹកថ្វាយទៀនអាចជួយខ្ញុំបន្តិចបានទេកន្លែងពួកយើងនេះមិនស្វាគមន៍ភ្ញៀវដូចជាលោកទេសូមលោកប្រញាប់ចេញទៅអ្នកនាងអ៊ីមិនបានជាអ្នកនាងមានពេលទំនេរមកដោយផ្ទាល់អញ្ចឹងតែលោកក៏អាចទៅលោករហូតដល់ខ្ញុំពេញចិត្តខ្ញុំមិនចេះដាក់លេវទេតើអ្វីដែលលោកមិនចេះពេងខ្ញុំសុំទោសអំបញ្ញមិញពិតជាលក្ខណៈអបិយនេះលោកមកឡើយច្បាស់ខ្ញុំបង្រៀនលោកតែម្ដងទេណែធ្វើអីនេះខ្ញុំសុំទោសអំបញ្ញមិញនេះតាមការពិនគឺខ្លាចខ្ញុំត្រូវរបួសសិស្សពេលក្រោយប្រាប់ខ្ញុំក៏បាននាងនៅអាចជួយខ្ញុំពាក់បន្តទៀតបានទេមិនអន់ទេបែបនេះទៅផ្សារសំឈរនៅក្បែរខ្លួនខ្ញុំសូមរំខានខ្ចប់របស់ដែលនៅសល់នោះទាំងអស់បន្តិចទៀតយកទៅកន្លែងខ្ញុំស្នាក់នៅចាស់ហេតុអីបានជាមានរូបរាងដូចជាពិបាកចិនផ្ទះរបស់ខ្ញុំក៏កខ្វក់ពេកខ្ញុំនឹងស្ដាប់តាមសម្ដីបន្តិចទៀតសរសេរអាសយដ្ឋានឲ្យទៅបុគ្គលិកចាប់ពីថ្ងៃនេះទៅត្រូវរៀបចំខ្លួនឯងឲ្យបានល្អនៅមានទៀននេះគឺជារបស់ដែលមានតម្លៃជាងគេរបស់ខ្ញុំយកទៅពាក់ទៅ
ខ្ញុំមិនអាចចេញមកបានយូរពេកនោះទេពេលដែលនឹកលោកខ្ញុំនឹងត្រកលឹងលោកប្រតិពីលោកម្ចាស់ចង់ឲ្យលោកត្រឡប់ទៅវិញឈប់រឹងរូសទៀតទៅត្រឡប់ទៅវិញទៅខ្ញុំឈ្មោះចានជាមីងខ្ញុំបាននិយាយកុហកទៅកាន់អ៊ីឈុនចែវហើយលើកទី1ដែលខ្ញុំបានជួបជាមួយនឹងអ៊ីឈុនចែវនោះគឺនៅក្នុងពិធីជប់លៀងមួយគេបានពាក់រ៉ូបព្រឹត្តចិត្តដកដង្ហើមលេងរួចហើយចាក់ចេញពីមនុស្សដែលមានចំណាប់អារម្មណ៍ចំពោះគេអង្គុយនៅកន្លែងមួយខ្សែភ្នែករបស់ខ្ញុំបានឈុំនៅលើគេដោយមិនដឹងខ្លួនខ្ញុំមានជំងឺមួយយ៉ាងអាការៈលេឡំរបស់វីរៈបរិសស្រេកឃ្លានក្នុងការបញ្ជាក់អំពីតម្លៃរបស់ខ្លួនឯងដែលឆ្លងកាត់ការជួយមនុស្សម្នាក់ជាក់លាក់ខ្ញុំអាចមានអារម្មណ៍ដឹងថាគេកំពុងត្រូវការជួយសង្គ្រោះយ៉ាងខ្លាំងប៉ុន្តែគេមានអារម្មណ៍ប្រយ័ត្នខ្ពស់ខ្លាំងណាស់មិនអាចចូលទៅចិត្តភ្លាមៗបានទេដូច្នេះធ្វើយ៉ាងម៉េចទៅដើម្បីចូលទៅចិត្តគេបាននោះលើកជង្គង់ចោលទៅខ្ញុំជាคนអត់បានការនៅក្នុងផ្ទះខ្ញុំមានបងប្រុសដែលល្អខ្ញុំម្នាក់នៅក្នុងអបតហេតុមួយគាត់ដោយសារតែជួយខ្ញុំបានស្លាប់ទៅតាំងពីពេលនោះមកខ្ញុំបង្ខំឲ្យអង្គុយកន្លែងរបស់បងប្រុសប៉ុន្តែខ្ញុំមិនបានការទទួលស្គាល់រហូតផែនការមណាទុនដែលងាយស្រួលបែបនេះក៏អាចមានកំហុសដែរឯងគឺជាមនុស្សអត់បានការហេតុអីបានជាមុនដំបូងនោះអ្នកដែលស្លាប់នោះមិនជាឯងមិនជាឯងមិនជាឯងខ្ញុំក៏ចង់ដឹងដែរហេតុអីអ្នកដែលស្លាប់នោះមិនជាខ្ញុំរហូតដល់ពេលដែលខ្ញុំបានជួបជាមួយនឹងអ៊ីឈុនជេខ្ញុំគិតថាខ្ញុំមានហេតុផលដែលអាចមានជីវិតរស់បន្តទៅទៀតអ៊ីឈុនជេបានខ្លាចទៅជាប្រធានបទដែលខ្ញុំស្រាវជ្រាវបន្តទៀតប៉ុន្តែសមត្ថភាពលោកប្រុសក្រុមហ៊ុនរបស់ចៅជាក្រុមប្រកាសជាត្រូវគេបដិសេធខ្ញុំត្រូវតែរករូបរាងដែលអាចចូលទៅក្នុងចិត្តរបស់អ៊ីឈុនជេដែលចិនពោពេញទៅដោយការប្រុងប្រយ័ត្នចំពោះគេគឺត្រូវការមនុស្សដែលគ្មានការប្រុងប្រយ័ត្នម្នាក់មកបកស្រាយតំណែងទៀមធ្វើតាមกระดาษមួយសន្លឹងទើបអាចទាញយកការឈឺចាប់ដល់បំផុតនៅក្នុងចិត្តរបស់គេបានអញ្ចឹងហើយចាងជាមិញថ្មីក៏បានបង្ហាញខ្លួននាងអាចជួយខ្ញុំបន្តិចបានទេពិតជាអាក្រក់ខ្លាំងនេះ
អីឈុនចែវម៉ែបានជាលោកមកអញ្ចឹងនាងល្អចំពោះខ្ញុំខ្លាំងណាស់ចឹងហើយខ្ញុំរើសបានរបស់ល្អមួយហើយក៏ចង់ចែករំលែកជាមួយនាងដែរតើលោកមានបានគិតឬអញខ្ញុំដូចជាសត្វអំពើអំបែកទាំងអស់នេះខ្លាំងនេះថាម៉េចណាស់ហើយចានិយាយឲ្យក៏លោកមិនយល់ដែរពួកឯងមានសេរីភាពវិញហើយចុះនាងវិញខ្ញុំស្អានខ្ញុំមានប្រវត្តិគ្រួសារល្អឪពុកម្ដាយសុទ្ធតែស្រឡាញ់ថ្នាក់ថ្នមខ្ញុំមានពលិច្រើនយ៉ាងនេះមានសេរីភាពឬអត់សំខាន់ដែរអញ្ចឹងហេតុអីបានជានាងយំនាងចង់ចាក់ចេញពីទីនេះដែរទេដូចជាសត្វអំពិលអំពៃតែនោះអញ្ចឹងខ្ញុំមិនធ្លាប់គិតទេប៉ុន្តែឥឡូវនេះចាញ់ជីមីងលោកនាំខ្ញុំរត់ទៅអង្គុយទៅលោកស្នាក់នៅទីនេះរហូតទេជាងរបស់ខ្ញុំប្រឡាក់ហើយជួយខ្ញុំជួយជាងបន្តិចចាញ់ជីមីងហេតុអីបានជាលោកដាក់ខ្ញុំយ៉ាងនេះពីព្រោះគឺជានាងខ្ញុំស្ដាប់តាមសម្ដីរបស់នាងយប់នេះខ្ញុំស្នាក់នៅទីនេះកេងមែនខ្ញុំមិនចាស់និយាយជាលើកទី2ទៀតទេចាញ់ជីមីងលោកនិយាយទៅមើលការថាប់គ្នាមានអារម្មណ៍យ៉ាងម៉េចទៅខ្ញុំមិនដឹងទេលើកក្រោយពីដែលឆ្លើយសំណួររបស់ខ្ញុំគឺត្រូវតែធ្វើកុំសួរអី
ចិនចែវនាងគិតច្បាស់លាស់ហើយឬនៅ លោកក៏មិនចេះព្រមឬក៏មិនចេះទេ ឈុនចែវខ្ញុំគិតថានាងគួរតែនៅជាមួយមនុស្សដែលនាងស្រឡាញ់ទើបសប្បាយចិត្ត បានសោះស្លាប់ស្នាមដែលជាកម្មសិទ្ធិរបស់លោកនៅលើស្មាខ្ញុំមកខ្ញុំមិនចង់ស្ដាំពេលដែលលោកបដិសេធខ្ញុំនោះទេចាញ់ជាមីងខ្ញុំត្រូវទៅទីក្រុងចាងហើយលោកចង់ជួបខ្ញុំគឺពិបាកខ្លាំងណាស់ខ្ញុំនឹងមានអនាគតដ៏ល្អមួយក៏អាចរៀបការជាមួយនឹងមនុស្សដែលខ្លួនឯងមិនស្រឡាញ់ដែរមុនពេលដែលខ្ញុំចាក់ចេញខ្ញុំចង់ដឹងថាស្នេហានិងការស្រឡាញ់មានអារម្មណ៍យ៉ាងម៉េចតើលោកយល់ព្រម ខ្ញុំយល់ព្រម អញ្ចឹងពួកយើងគឺសម្រេចបែបនេះចា៎កុំភ្លេចញ៉ាំអាហារពេលព្រឹកផងចេញទៅក្រៅដាច់ជឹមហេតុអីបានជាយើងមានកូនស្រីមិនចេះខ្មែរអៀនដូចជាឯងចឹងនេះក៏មិនអាចត្រាំបានហើយខ្ញុំនៅមិនចេះខ្មែរអៀនជាងនេះទៅទៀតធ្វើអីនឹងតែនេះមិនច្បាស់ទៀតមែនទេចប់ហើយឯងគឺពិតជាធ្វើឲ្យយើងអស់សង្ឃឹមពិតមែនគម្រោងការធម្មពលដែលពួកយើងមិនដាក់ទុនគឺកំពុងតែធ្លាក់ចុះអ្នកមិនដាក់ទុនគឺដាក់ទុនអស់ហើយខាងធនាគារក៏បង្ខំខ្លាំងណាស់ដែរបើសិនជាបែបនេះបន្តទៅទៀតពួកយើងគ្មានកន្លែងដែលអាចឈរជើងបានទេ គឺមានតែក្រុមហ៊ុនលោកគ្រប់យល់ព្រមបំពេញចំណុចខ្វះខាតផ្នែកមូលធនរបស់ពួកយើងទេហ៎ឯងសំអាងអីបានជាខ្ជិះខ្ជាយញើសឈាមរបស់ពួកយើងអញ្ចឹងហើយការបណ្ដុះបណ្ដាលដល់ល្អឥតខ្ចោះរបស់ខ្ញុំតាំងពីតូចតែបញ្ចប់គឺដើម្បីរៀបការជាមួយនឹងគេចុះជីវិតរបស់ខ្ញុំវិញជីវិតរបស់ឯងគឺជាកូនស្រីរបស់គ្រួសារអ៊ីកន្លះជីវិតបានទទួលចិញ្ចឹមបណ្ដុះបណ្ដាលរបស់ពួកយើងហើយកន្លះជីវិតក្រោយមកគឺត្រូវសងគុណមកវិញហើយចុះបើសិនជាខ្ញុំមិនយល់ព្រមអញ្ចឹងក៏មិនទោសថាពួកយើងខ្វះការគួរសមឲ្យសោះណាអ្នកតាំងពីសិស្សពីខ្ញុំកូនស្រីមិនខ្វល់ថាឯងធ្វើរឿងហួសហេតុអ្វីទេបាននឹងចាត់ការឲ្យឆាប់ៗនេះបាននឹងប្រកាសពីព័ត៌មានភ្ជាប់ពាក្យរបស់ឯងជាមួយនឹងគ្រួសារលូហើយប៉ាក៏សង្ឃឹមថាឯងនឹងស្ដាប់តាមសម្ដីរបស់ប៉ាខ្ញុំដឹងហើយពួកគាត់រឿងអ្វីក៏អាចធ្វើចេញមកបានដែរល្អខ្ញុំជាព្រមភ្ជាប់អាពាហ៍ពិពាហ៍ជាមួយនឹងគ្រួសារលូល្អនេះទៅជាកូនស្រីរបស់ពួកយើងប៉ុន្តែមុនដែលភ្ជាប់ពីអាពាហ៍ពិពាហ៍នេះ
យើងសង្ឃឹមថាឯងអាចយល់អំពីភាពធ្ងន់ធ្ងរនៃរឿងមួយនេះទៅពិចារណានៅជាន់ខាងលើទៅណាផ្ដាច់អាហារហើយនឹងផ្ដាច់ទឹកបែបនេះខុសក៏អារបស់ឯងទើបអាចជ្រះស្រឡះបានដូច្នេះទៅចិត្តចោអូប្រធានលោកឈុនជ័យរបស់ពួកយើងណាតាំងពីតូចមកគឺចេះដឹងខ្លាំងណាស់ណាប្រកាសជាមិនអាចរំខានកូនប្រុសរបស់លោកបានទេណាត្រូវហើយមង្គលការប្រកាសជាអាចធ្វើតាមការស្នើសុំរបស់លោកណាបើសិនជាស្លាប់ហើយជីវិតខ្ញុំក៏អាចចាប់ផ្ដើមសារជាថ្មីបានដែរមែនទេសូម្បីតែស្នាមចុងក្រោយក៏ត្រូវបាត់ដែរមែនទេបើសិនជាខ្ញុំឥឡូវនេះនិយាយការពិតចេញមកគេអាចគិតសូម្បីតែចិត្តស្មោះបន្តិចបន្តួចคล้ายៗក៏ដោយប៉ុន្តែស្នាមថាបមួយនោះក៏ជាល្បិចកលមួយដែរឈិនចាស់ហេតុអីបានជាមើលឲ្យមិនតបវិញអញ្ចឹងធ្វើអីនេះមិនអាចមានរឿងទេមែនទេសុំទោសផងខ្ញុំគឺមិត្តភក្តិរបស់ឈុនជើខ្ញុំខាន់ជួបប្រហែលថ្ងៃហើយនាងអាចជួយនាំពាក្យប្រហែលម៉ាត់ប្រាប់ដល់គេបានទេលោកគឺជាមិត្តប្រុងដែលគេនាំយកមកនោះមែនដែរទេគេបានប្រាប់នាងហើយប្រកាសហើយខ្ញុំឈ្មោះអាម៉ៅគឺជាមិត្តពីកម្រិតភាពរបស់ឈុនចាស់ប៉ុន្តែខ្ញុំក៏មិនអាចជួបគេបានដែរប៉ាម៉ារបស់គេគួរឲ្យខ្លាចខ្លាំងណាស់ចាប់គេឃុំនៅបន្ទប់ចន់លើឯណាតាមពិតក្តីស្រឡាញ់របស់ពួកគេបង្ហាញប្រាប់អ្នកខាងក្រៅចំពោះឈុនជើនោះគឺសុទ្ធតែក្តីបង្កើតចេញមកអេណែនេះនាងអាចជួយខ្ញុំបន្តិចបានដែរទេខ្ញុំចង់យកឈុនជើទៅណាបានទេលោកឈ្គួតហើយអ្នកការពាររបស់គ្រូសាអ៊ីល្បាត់គ្រប់ទីកន្លែងចិញ្ចែននោះមានកម្ពស់3ម៉ែត្រនិងមានកាមេរ៉ាសុវត្ថិភាពដាក់នៅគ្រប់ផ្នែកទៀតលោកយកគេចាំមិនទេហើយប្រកាសជាមានមជ្ឈបាយហើយខ្ញុំមិនអាចឲ្យឈុនជើប្រឈមមុខជាមួយនឹងរឿងទាំងអស់នោះតែម្នាក់ឯងទេខ្ញុំអាចជួយលោកបានតែបានតែម្ដងទេបន្ទាប់ដែលខំឈុនចៅគឺនៅផ្នែកខាងលិចចន្ទទី2បងអួយគឺនៅទៅមុខសួនផ្កាខាងក្រៅកាមេរ៉ា20នាទីនឹងចាប់ផ្ដើមសារឡើងវិញម្ដងមានពេលចន្លោះ10វិនាទី10វិនាទីខ្ញុំតែធ្វើខាងមុខដើម្បីបញ្ឆាត់អ្នកការពារនិយាយថាយករបស់ឲ្យឈុនចៅចំណែកលោកឆ្លៀតឱកាសឡើងលើជញ្ជាំងទៅសួនខាងក្រៅចាំគេទៅចុះគេដឹងពីសកម្មភាពពួកយើងយ៉ាងម៉េចទៅខ្ញុំមានលេខទូរស័ព្ទបន្តិចទៀតខ្ញុំនឹងខ្លាចបន្លំធ្វើជាយករបស់ឲ្យហើយទូរស័ព្ទនៅលើតុរបស់គេលើពី3ដងក៏បាត់វាចោលបន្ទាប់មកមិនលើពីដងទៀតគេប្រកាសជាដឹងឡោះបើអញ្ចឹងពួកយើងចាប់បានទៅអីខ្ញុំគឺជាមិត្តល្អជាងគេរបស់ឈុនចៅគេជាដល់ពេលគ្រប់កំណាត់ខ្ញុំយកកាដូមកឲ្យគេតែប៉ុណ្ណោះអ្នកទាំងអស់គ្នាខត់ថ្លៃតែលោកម្ចាស់បាន5ហើយអ្នកណាកំឡាយជួបបានដែរពួកលោកនេះសំហាត់សំផឬអញខ្ញុំគ្រាន់តែជាបន្ទិញ1នាទីបើមិនអញ្ចឹងទេខ្ញុំនឹងស្រែងថាគ្រួសាររបស់ពួកលោកខំកូនស្រីអីឈុនចៅឈុនចៅយ៉ាឈុនចៅឈុនចៅឈុនចៅណែលោតចុះមកខ្ញុំទទួលនាងនេះសំណេះស្អីហ្នឹងដូចជាមកពីបន្ទប់ចន់លើហ៎ចប់ហើយមិនអីទេខ្ញុំមកហើយឆាប់ទៅប៉ាម៉ារបស់ខ្ញុំប្រកាសជាចាប់បានហើយតែពួកគេទៅ
យ៉ាងណាក៏ត្រូវស្ទាក់ចាប់បញ្ចប់ដែរ អ្នកតែពីរត់ទេ អាម៉ៅអរគុណនាងហើយណា មិនទេគូអ្នកតែពីខ្ញុំមិនដាក់ទៅហើយតែតែបាយបាយ យ៉ាងមិនដែរ ឈិនចេះស្ថានភាពប៉ាម៉ារបស់នាងខ្ញុំបានស្ដាប់អាម៉ានិយាយហើយបើសិនជានាងមិនចូលចិត្តទីនេះទេនាងអាចប្រាប់ខ្ញុំបានតាមពិតទៅ ចាញ់ចាមីងខ្ញុំមិនចូលចិត្តពិភពលោកមួយនេះទេអញ្ចឹងកន្លែងណាក៏ដូចគ្នាដែរក៏ប៉ុន្តែតាំងតែពីលោកបង្ហាញខ្លួននៅក្នុងពិភពរបស់ខ្ញុំមកខ្ញុំស្រាប់តែដឹងថាពិភពលោកមួយនេះគួរចាប់អារម្មណ៍បន្តិចហើយខ្ញុំចង់ដឹងថានេះគឺជាការចូលចិត្តដែរឬអត់អាចផ្ដល់ការពិសោធន៍ដល់ខ្ញុំមួយបានដែរទេខ្ញុំចាំមានស្នេហាជាមួយលោករយៈពេល3ថ្ងៃ ល្អលោកមិនមើលសិភ័យមកខ្ញុំធ្វើអីទេដល់ពីនេះឲ្យលោកច្រៀងឲ្យខ្ញុំស្ដាប់វ៉ៃខ្ញុំមិនធ្លាប់មកទីនេះពីមុនទេ ខ្ញុំក៏មិនធ្លាប់មកដែរធ្វើយ៉ាងម៉េចទៅមិនឲ្យគេចាប់បានតើ មកខ្ញុំនាំនាងលេងមិនដល់ទៀតទេ លោកគឺជាមនុស្សល្ងងមែនជាចេញតើខ្ញុំវិញយេចាញ់ចាមីងលោកគួរតែផ្ដល់រង្វាន់ឲ្យខ្ញុំមិនដែរទេ អ្វីទៅ ចាញ់ជាមានបច្ចេកទេសថាលោកពិតជាអត់មែន នាងនៅធ្លាប់ធ្វើជាមួយនរណាទៀត មិនប្រាប់លោកទេ ពីមុនខ្ញុំធ្លាប់ធ្វើការនៅទីនេះតើកាយនៅទីនេះជាមនុស្សល្អខ្លាំងណាស់ ហើយយ៉ាស្រីស្អាតគឺជាមិត្តស្រីរបស់ឯងមែនដែរទេឯងនេះគឺពិតជាមានសំណាងមែនគ្មានម្នាក់នេះឧស្សាហ៍មកកន្លែងមានជួយខ្លាំងណាស់ឧស្សាហ៍ព្យាយាមមនុស្សនេះក៏មិនអាក្រក់ដែរពួកយើងចេះចិត្តគេណាថ្ងៃក្រោយអញត្រូវតែអាសាមកណាល្អឆ្ងាញ់ប៉ាត់មែន
ញជាតិកាបូននីត្រាតយូរហើយ នាងចង់សារវិធីញ៉ាំផ្សេងទៀតបានដែរទេញ៉ាំមួយទៅណែញ៉ាំមួយទៅកុំញាប់ពេកណែនាងពួកយើងមិនតបមកនេះមានកម្រងតាណាដែរទេ អីពួកយើងកំពុងតែមានស្នេហាហើយបានជាលោកហៅខ្ញុំថាអ្នកនាងចឹងពួកយើងគឺជាមិត្តប្រុសមិត្តស្រីនឹងគ្នាលោកក៏តែហៅខ្ញុំថាមិត្តស្រីអនសម្លាញ់សំណាប់ចិនពិតជាគំនិតមនុស្សប្រុសមែន ឡោប្រពន្ធសម្លាញ់ល្អណាស់ប្រពន្ធសម្លាញ់ខ្ញុំចេះស្រឡាញ់ខ្ញុំទេ ចុះលោកវិញស្លាញ់ខ្ញុំឬអន់ខ្ញុំចង់ស្ដាប់ពាក្យពេញ តាំងពីខ្ញុំបានជួបនាងលើកទី1នោះគឺបានស្រឡាញ់នាងហើយ នឹងគឺជាថ្ងៃដែលខ្ញុំរបានលោកនោះ នាងនៅចាំពិធីសប្បុរសធម៌នៅថ្ងៃនោះទេនោះជាលើកទី1ហើយដែលពួកយើងជួបគ្នា រងបុណ្យដែលលោកធ្វើការគឺពិតជាទលេមែន ក៏ចាត់ទុកថាការងារមួយដែរពិធីជប់លៀងមួយនោះគឺខ្ញុំជាអ្នកធ្វើវាឡើងតាមពិតទៅខ្ញុំជាចាស់ជំនាញដែលលោកប្រុសទី2នៃក្រុមហ៊ុនចៅយាខ្ញុំ ចាញ់ចាមីងខ្ញុំបានតែដឹងជាមកហើយលោកសម្ដែងធ្វើជាកូនអ្នកក្រីក្រគឺមិនល្អដូចខ្ញុំសម្ដែងធ្វើជាកូនអ្នកសុភាពរៀបសារទេលើកទី1ដែលលោកតាហាងសម្លៀកបំពាក់ម្រាមដៃរបស់លោកបានអស់កាត់អាយក្រសេម្រាមដៃកាច់ចុះកាច់ឡើងលោកដឹងថាតើស្ទាបក្រណាត់យ៉ាងម៉េចទើបធ្វើមិនឲ្យវារួញពេលដែលលោកសម្លៀកបំពាក់ខ្ញុំបង្រៀនលោកបាត់ឡើងលោកមិនបានបាត់លើទី1ដល់មិនដឹងខ្លួននេះគឺជាទម្លាប់ដែលកូនប្រុសគ្រួសារអភិជនតែងតែកំងជាពិសេសលោកនាំខ្ញុំទៅផ្ទះរបស់លោកនៅក្នុងផ្ទះស្អាតបានសៀវភៅដែលនៅលើទូគឺសុទ្ធតែជាសៀវភៅ original នៅមានកសែតហិរញ្ញវត្ថុដែលបានចុះបោះពុម្ពប្រមាណច្បាប់ទៀនសុទ្ធតែមានតម្លៃក្នុងការរក្សាទុកទាំងអស់ពេលដែលលោកជួបជាងឲ្យខ្ញុំសេតនហភាពរបស់កន្សែងគឺល្អល្មមមិនធ្វើឲ្យគេរលាងហើយក៏មិនអាចឲ្យគេត្រជាក់ដល់ពិបាកក្នុងខ្លួនដែរទម្លាប់ដែលបានប្រើមកតាំងពីតូចគឺមិនអាចកែបាននោះទេលោកនាំខ្ញុំទៅញ៉ាំអាហារតាមផ្លូវថាកាយក៏បាននិយាយថាលោកធ្លាប់ទៅធ្វើការនៅទីនោះប៉ុន្តែរូបរាងដែលលោកញ៉ាំបាយចង់ម្រាមដៃគឺមិនប៉ះចង្កឹះទេមិនខ្វះថាលោកញ៉ាំញាត់មកយ៉ាងម៉េចក៏មិនបញ្ចេញសម្លេងបន្តិចដែរខ្ញុំស្មានតែខ្ញុំបន្លំបានល្អខ្លាំងណាស់ទៅហើយ
ខ្ញុំគ្មានចេតនាចង់បោកនាងទេខ្ញុំគ្រាន់តែខ្លាចថាសមាជិករបស់ខ្ញុំអាចឲ្យនាងកិច្ចពីខ្ញុំហើយកិច្ចពីកូនប្រុសរបស់គ្រួសារអភិជននៅក្នុងពិធីជប់លៀងទាំងអស់នោះអញ្ចឹងណាខ្ញុំដឹងថានាងស្អប់អារម្មណ៍ដែលត្រូវគេប្រើល្បិចដាក់ខ្ញុំខ្លាចពេលដែលខ្ញុំប្រាប់សមាជិករបស់ខ្ញុំហើយនាងអាចគិតថាការជួបគ្នារបស់យើងគឺជាការបោកប្រាស់មួយដែលរៀបចំយ៉ាងល្អិតល្អន់អញ្ចឹងហើយលោកបានយកចិត្តទុកដាក់សម្ដែងលក្ខខណ្ឌមួយនេះខ្ញុំក៏សម្ដែងជាមួយលោកដាច់ចាំស្មើគ្នាហើយចាញ់ជាមីងពួកជាមកគ្នាចាឈុនចេឈុនចេឈុនចេកុំតន់តែអីស្រាប់ខ្ញុំបកស្រាយសិនទៅតាមពិតទៅគូរណាំងរបស់ខ្ញុំពិតជាខំប្រឹងប្រែងចាក់ចេញពីផ្ទះដើម្បីណាត់គ្នាជាមួយនឹងប្រុសក្មេងម្នាក់នេះសោះណោះចេះឆ្ងាយពីគេតែទៅគេជាមិត្តស្រីរបស់ខ្ញុំមិត្តស្រីអេឈុនចែពេលនេះម៉ាក់របស់នាងបានលុតជង្គង់នៅចំពោះមុខខ្ញុំបបខ្ញុំឥឡូវនាងនិយាយប្រាប់ខ្ញុំថាគេជាមិត្តប្រុសរបស់នាងគេសំអាងទៅលើមនុស្សក្រីក្រម្នាក់នេះអាចផ្ដល់អ្វីឲ្យនាងបានទៅគេអាចជួយគ្រួសារអ៊ីរបស់នាងបានដែរទេឈុនចែនាងកុំស្ដាប់តាមគេអីរឿងរបស់គ្រួសារអ៊ីខ្ញុំជួយដោះស្រាយឲ្យទៅចុះចាញ់ជាមីងល្មមបានហើយលោកគឺជាអ្នកណាទេលោកស្មានអ្វីមករវល់រឿងគ្រួសារអ៊ីខ្ញុំនៅជាមួយលោកគឺគ្រាន់តែគិតថាមានអារម្មណ៍ថ្មីសហការជាមួយលោកសម្ដែងលក្ខខណ្ឌស្នេហាមួយពេលនេះលក្ខខណ្ឌសម្ដែងចាប់ហើយគឺគួរតែបែកគ្នាចាស់បានហើយឈុនចែឈប់លេងទៅផ្ទះវិញជាមួយខ្ញុំប៉ាម៉ារបស់នាងកំពុងតែនៅផ្ទះចាំនាងឲ្យតែនាងស្ដាប់តាមសម្ដីរឿងរបស់គ្រួសារអ៊ីខ្ញុំជួយដោះស្រាយឲ្យខ្ញុំនិយាយម្ដងទៀតចេញឲ្យឆ្ងាយពីគេបន្តិចទៅយ៉ាងម៉េចចង់ប្រាំអំពើហិង្សាយើងដាក់ទឿនឯងមួយម៉ាត់ចេញឲ្យឆ្ងាយពីយើងបន្តិចទៅបើមិនចឹងទេយើងនឹងមានវិធីសាស្ត្រមួយមុនបែបធ្វើដាក់អ៊ីឈុនចែវលោកថ្ងៃក្រោយក៏មករកខ្ញុំទៀតអីឈុនចែវនាងកំពុងនិយាយពីស្អីហ្នឹងចាញ់ជាមីងលោកដាំឡាយគួរតែមានអនាគតដែលភ្លឺស្វាងជាងនេះរួមជាមួយនឹងគូស្រករដែលព្យាបាលលោកបានមកមនុស្សស្រីដូចជាខ្ញុំចឹងទេដែលមានអត្តចរិតមិនគ្រប់លក្ខណៈមួយជីវិតនេះអាចនៅតែក្នុងភាពងងឹតតែប៉ុណ្ណោះនេះមែនទេខ្ញុំដាំឡាយគឺមិនបានស្រឡាញ់លោកនោះទេខ្ញុំនៅជាមួយលោកគឺគ្រាន់តែចង់បានអារម្មណ៍ថ្មីនិងសប្បាយតែប៉ុណ្ណោះពេលនេះពួកយើងគួរតែបែកគ្នាចាស់ឈុនចែលេងខ្ញុំទៅឈុនចែណែចាញ់ជាមីងសុំតបផងគ្រួសារខ្ញុំចំពោះលោកគឺនឹងខ្លាចទៅជាបន្ទុករបស់លោករហូតខ្ញុំមិនចង់ខ្លាចជាកញ្ចប់ឈាមរបស់អ្នកណានោះទេឈុនចែអេឈុនចែនាងយកព្រមរៀបការជាមួយនឹងខ្ញុំដែរទេ
บ่ឲ្យធ្វើស្អីហ្នឹងមិនអាចចូលទៅបានទេមិនអាចចូលទៅបានទេចាឈឺមីងអីឈិនចេងពាក្យដែលនាងនិយាយជាមួយខ្ញុំថ្ងៃនោះខ្ញុំបានគិតយូរហើយបើសិនជាខ្ញុំមិនបានជួបនាងខ្ញុំនៅមិនអាចធ្វើជាចាញ់ជាមីងម្នាក់ខ្ញុំអាចទទួលការជោគជ័យតាមបែបរូបវិទ្យាប៉ារបស់ខ្ញុំលើកសរសើរខ្ញុំក៏អាចដូចជាមនុស្សជាច្រើនដែររើសភរិយាដែលមានឋានៈស្មើគ្នាបង្កើតគ្រួសារដែលមានសេចក្តីសុខស្រឡាញ់មួយខ្ញុំគិតថានៃរបស់ខ្ញុំនៅក្នុងមួយជីវិតនេះគឺជាអ្វីដែរទេហេតុអីបានជាខ្ញុំត្រូវរស់ខ្ញុំមិនអាចយកកញ្ចប់នេះទេរហូតដល់ខ្ញុំស្លាប់ឈុនចែវនាងរស់នៅក្នុងភាពងងឹតប៉ុន្តែខ្ញុំអាចមើលឃើញនាងភ្លាមតែម្ដងតាំងពីពេលដែលខ្ញុំបានជួបជាមួយនឹងនាងពលិចាងចូលមកសូមឲ្យខ្ញុំរស់នៅក្នុងពិភពលោករបស់នាងម្ដងទៀតទៅចុះខ្ញុំយ៉ាប្រាំអីឈុនចែវនាងឈួតហើយនេះជាមង្គលការរបស់ខ្ញុំហើយនឹងនាងអ្នកផ្លាស់ថ្វាយទៀនចាប់រទេងសួស្តីអេឈុនចែវខ្ញុំគឺចាងសេមីងខ្លាចខ្មុំនៅខ្ញុំបាត់ទៅហើយបានចំណេះជាមួយលងសុំទោសផងខ្ញុំក៏រើសវាបានឈុនចែវតាមពិតតើនាងភ្លេចខ្ញុំពិតមែនឈុនចែវឈុនចែវឈុនចែវចាំងជីមីងសត្វតែបន្តមកពីឯងបំផ្លាញក្រុមយ៉ាងនេះអស់ហើយលែងដៃទៅលែងដៃបើសិនជាតាំងពីដំបូងខ្ញុំមិនបានបន្លំសមាជិកចូលមកចិត្តនាងទេសោកនាដកម្មមួយនេះមិនអាចកាត់ឡើងទេមែនទេប៉ុន្តែនៅលើលោកនេះគ្មានទេក៏ប្រហែលជានៅក្នុងលំហមួយទៀតពួកយើងនៅតែស្រឡាញ់គ្នាដដែលខ្ញុំមិនបានស្លាប់ទេមិនមែនត្រូវជួយសង្គ្រោះដល់ឲ្យមានជីវិតទេប៉ុន្តែគឺឆ្លងភពហើយខ្ញុំបានត្រឡប់មកកាន់ថ្ងៃទី1ដែលបានជួបគ្នាជាមួយអ៊ីឈុនចែវនោះគឺមានបទពិសោធន៍ដែលចម្លែកមួយពាក់ព័ន្ធនឹងតុក្កតាដែលឈុនចែវឲ្យខ្ញុំប៉ុន្តែសំណងនោះគឺខ្ញុំចាស់10ឆ្នាំខ្លួនប្រាណនោះក៏ចាប់ផ្ដើម
មានស្ថានភាពអាក្រក់កើតឡើងប៉ុន្តែអ្វីគ្រប់យ៉ាងនេះខ្ញុំមិនខ្វល់ទេខ្ញុំត្រូវតែរកអេជនចេះដើម្បីប្រកាសថាគេនៅមានជីវិតឬក៏អត់នៅក្នុងពិធីជប់លៀងយប់មិញហេតុអីក៏ឯងដូចជាឈើមួយដើមអញ្ចឹងឯងធ្វើឲ្យប៉ាម៉ាក់អាម៉ាស់មុខខ្លាំងណាស់ណា ខ្ញុំពិតជាគ្មានពេលអ្វីដែលត្រូវនិយាយជាមួយកូនប្រុសអភិជនទាំងអស់នោះទេឈិនចែវឯងត្រូវតែយល់ការរកស៊ីរបស់គ្រួសារអ៊ីយើងត្រូវពឹងទៅលើការភ្ជាប់ពាក្យអាពាហ៍ពិពាហ៍ដើម្បីទ្រទ្រង់ប៉ុន្តែក៏មានដំណឹងល្អមួយដែរលោកប្រុសលួននៅក្រុមហ៊ុនលោកគ្រប់ចាប់អារម្មណ៍ជាមួយនឹងឯងប៉ានេះណាក៏ធ្លាប់បានធ្វើការស៊ើបដែរគេគឺជាជំរើសដែលមិនអន់មួយជីវិនគឺមិនអាចជ្រើសរើសបានសូម្បីតែមង្គលការក៏ត្រូវគ្រប់គ្រងដែរមែនទេអញ្ចឹងនៅទាំងពីបង្កើតខ្ញុំមកមានអ្វីទេបង្កើតផលិតផលដែលស្រស់ស្អាតបន្ទាប់មកក៏ត្រូវបានអ្នកទាំងពីរលួចតាមចិត្តមែនទេកូនស្រីយើងធំធាត់ហើយមិនចង់ត្រូវពួកយើងគ្រប់គ្រងទេលើមហូបឲ្យនាងទៅឆាប់ញ៉ាំបាយទៅញ៉ាំហើយទៅរៀនថ្នាក់រក្សារូបរាងប៉ានៅតែសង្ឃឹមថាឯងនៅតែជាកូនល្អរបស់ប៉ាម៉ាក់ដដែលបើសិនជានាងចូលចិត្តកូនឆ្កែនោះខ្ញុំអាចជូនមកក្បាលឲ្យនាងនាងជឿជាក់លើខ្ញុំទៅខ្ញុំគ្មានកំណត់អាក្រក់ទេលោកចាំមកចិត្តខ្ញុំមានក៏ដែរអ្វីទេខ្ញុំមិនត្រូវការការណែរបស់លោកទេបញ្ហាខ្វះខាតផ្នែកមូលធនរបស់ក្រុមហ៊ុនអ៊ីងគ្រប់ពួកលោកគឺមានក្រុមហ៊ុនចៅយៈទទួលសិទ្ធិទាំងអស់បំណុលរបស់ពួកលោកខ្ញុំជាអ្នកបំពេញឲ្យគេគឺជាមនុស្សក្នុងពិធីជប់លៀងលក្ខខណ្ឌនោះគឺខ្ញុំចង់ឲ្យអ៊ីឈុនចែវធ្វើជាគូដណ្ដឹងរបស់ខ្ញុំបើប្រៀបធៀបជាមួយនឹងគ្រួសារលោកភ្ជាប់អាពាហ៍ពិពាហ៍នឹងគ្រួសារចាំងគឺជាជំរឿនដែលល្អជាងគេលោកមើលទៅថាចង់ធ្វើនៅពេលណាដែរអ្នកទាំងអស់គ្នាមិនពិចារណាពីរបស់ខ្ញុំទេមែនទេឈុនចៅពួកយើងធ្វើនេះគឺដើម្បីឯងល្អទេណាលោកប្រុសចាំងគឺជាកូនប្រុសតូចរបស់ក្រុមហ៊ុនចៅយៈក្រុមរៀបការទៅគឺមិនខាត់បងនោះទេណែឈុនចៅឯងមិនស្ដាប់សម្ដីទៀតហើយមែនទេហ៎ឯងភ្លេចហើយថាប៉ាដាក់បន័យឯងយ៉ាងម៉េចប៉ាបានសម្រាប់សៀពឹងពេលនេះក៏ចាស់សម្រាប់ខ្ញុំដែរមែនទេប្រធានអ៊ីខ្ញុំចេះជាកូនស្រីរបស់អ្នកទាំងពីរខ្ញុំសង្ឃឹមថាអ្នកទាំងពីរក៏អាចគោរពនាងបន្តិចដែរបើមិនប្រើប្រាស់វិធីសាស្ត្រដាក់នាងមិនដូចជាមនុស្សនោះទេនេះមិនអាចទៅរួចទេលោកប្រុសចាងនេះជារឿងគ្រួសារយើងពួកយើងស្រឡាញ់គេខ្លាំងណាស់ណាខ្ញុំចេះខ្ញុំចង់ដល់នឹងនាងគឺដោយសារតែខ្ញុំស្រឡាញ់នាងនេះគឺល្អខ្លាំងណាស់គូដែលស័ក្តិសមនឹងគ្នាប៉ុណ្ណាទៅអ្នកទាំងពីរនិយាយគ្នាចុះណាមង្គលការគឺជារឿងមនុស្សពីរនាក់ប្រកាសជាមិនជាការដោះដូរទេអញ្ចឹងហើយមិនចាំបាច់បារម្ភឡើយបើសិនជាមិនសរុបខ្លួនបំណងរបស់នាងទៅវាសំខាន់ជាងខ្ញុំធ្លាប់បានជួបជាមួយនឹងពាណិជ្ជករច្រើនខ្លាំងណាស់ប៉ុន្តែពួកគេខ្វះខ្វាយជាមួយតែរឿងដោះដូរផលប្រយោជន៍តែប៉ុណ្ណោះមិននិយាយពីមនោសញ្ចេតនាទេនាងបដិសេធនឹងខ្ញុំក៏មិនអីដែរខ្ញុំនៅតែអាចបំពេញផ្នែកខ្វះខាតមូលធនគ្រួសារអ៊ីដដែលប៉ុន្តែខ្ញុំមានការស្នើសុំឯកជនមួយសង្ឃឹមថានាងអាចផ្ដល់ឱកាសដល់ខ្ញុំញ៉ាយនាងម្ដងទៀតលោកមិនចាំបាច់និយាយទៀតនោះទេខ្ញុំសុំទោសផង
ខ្ញុំយកព្រមជាមួយលោកមិនមែនដើម្បីធ្វើជាកូនដណ្ដឹងរបស់លោកទេគឺដើម្បីតែចាក់ចេញពីទីនេះអ្នកនាងអ៊ីតាមបញ្ជារបស់លោកម្ចាស់វ៉ាលីរបស់អ្នកនាងគឺបានមកដល់អស់ហើយចូលចិត្តដែរទេជូនដល់នាងសេពឺគឺអញត្រឡប់មកវិញហើយមែនទេតោះទៅនៅក្នុងផ្ទះមួយនេះនាងមានសេរីភាពពេញលេញគ្មានអ្នកណាអាចរារាំងការធ្វើដំណើរនាងទេនាងមិនចាំបាច់រាយការណ៍ប្រាប់អ្នកណាដែរនាងគ្រាន់តែធ្វើខ្លួនឯងទៅបានហើយអ្នកនាងអ៊ីសូមទទួលយករបស់ខ្ញុំមិនអាចយកបានទេខ្ញុំមិនតស្និទ្ធជាមួយលោកដល់ថ្នាក់យកលុយរបស់លោកបាននោះទេក្នុងនាមជាមនុស្សដែលនាំនាងចាក់ចេញពីគ្រួសារនោះខ្ញុំសង្ឃឹមថាខ្ញុំអាចទទួលខុសត្រូវចំពោះជីវិតនាងនាងអាចសែសោកជាមួយអ្វីគ្រប់បែបយ៉ាងដោយគ្មានបន្ទោសក៏មិនចាំបាច់សងអ្វីដែរនេះជាបន្ទប់របស់នាងបាននិយាយឲ្យត្រឹមត្រូវទៅបន្ទប់ទាំងមូលគឺជារបស់នាងទាំងអស់នាងចង់គេងកន្លែងណាក៏បានដែរគេងកន្លែងនេះក៏បានគេងកន្លែងនោះក៏បានដែរបើសិនជានាងចង់រៀននោះក៏បានដែរអនាគតទៅមុខចង់ធ្វើអ្វីអាចខ្លាចទៅជាមនុស្សបែបណាខ្ញុំនឹងជួយគ្រប់គ្រងនាងអស់ពីសមត្ថភាពរបស់ខ្ញុំចាញ់ជាមីងខ្ញុំមិនយល់នោះទេពួកយើងទៅជួបគ្នាប្រហែលដងតែប៉ុណ្ណោះហើយដែលបានជាលោកល្អចំពោះខ្ញុំយ៉ាងនេះចឹងដល់ថ្នាក់មិនដូចជាការប៉ិនចឹងឬមួយក៏លោកដូចជាពុកម្ដាយរបស់ខ្ញុំដែលបណ្ដុះបណ្ដាលខ្ញុំឲ្យខ្លាចជាផលិតផលឥតខ្ចោះបន្ទាប់មកក៏លួញអារម្មណ៍ប្រុងប្រយ័ត្នរបស់គេគឺនៅខ្ពង់ខ្ពស់ដដែលខ្ញុំនាំនាងទៅកន្លែងមួយដើមឈើមួយដើមនេះខ្ញុំនឹងបងប្រុសខ្ញុំចាញ់ចេះឆឹងដាំវាជាមួយគ្នាខ្ញុំបានយកការចងចាំដែលឈឺចាប់របស់ខ្ញុំទាំងអស់កប់នៅក្នុងនេះហើយរស់នៅក្នុងគ្រួសារដែលមិនត្រូវបានគេស្រឡាញ់តាមពិតទៅខ្ញុំតាំងពីតូចមកត្រូវបានគេបោះបង់ចោលហើយព្រោះខ្ញុំមានបងប្រុសដែលល្អឥតខ្ចោះម្នាក់ខ្ញុំមើលមិនយល់គណិតនិងរូបវិទ្យាទេគាត់គ្រាន់តែមើលមកផ្លូវក៏អាចដោះស្រាយបានម៉ូដែលហិរញ្ញវត្ថុដែលខ្ញុំធ្វើដាច់ជុំនោះនៅក្នុងដៃរបស់គាត់គឺដូចជាឧបករណ៍របស់សិស្សបឋមអញ្ចឹងហើយខ្ញុំទទួលយកសមាជិកភាពដែលមិនបានការរបស់ខ្ញុំរហូតដល់គ្រោះថ្នាក់ចរាចរណ៍នៅរយៈពេល3ឆ្នាំមុនបងប្រុសរបស់ខ្ញុំដើម្បីជួយខ្ញុំឧបទ្ទវហេតុមួយនេះគឺបានកែប្រែអ្វីគ្រប់បែបយ៉ាងតាំងពីថ្ងៃដែលបងប្រុសរបស់ខ្ញុំបានចាក់លោកនេះទៅខ្ញុំបានចំនួនកន្លែងរបស់គាត់ចាប់ពីថ្ងៃនេះទៅឯងជាអ្នកស្នងដំណើររបស់គ្រួសារចាំងហើយប៉ុន្តែខ្ញុំមិនខ្វល់ថាខ្ញុំប្រឹងប្រែងយ៉ាងម៉េចទេនៅក្នុងភ្នែករបស់ប៉ាខ្ញុំនៅតែមិនស្មើនឹងមួយសរសៃសក់របស់បងប្រុសខ្ញុំដដែលការស្លាប់របស់បងប្រុសលោកមិនជាកំហុសរបស់លោកទេប៉ារបស់លោកមិនស្រឡាញ់លោកគឺជាការខាត់បោះរបស់គាត់លោកមិនចាំឲ្យរស់នៅក្នុងសម័យបោះរបស់លោកទេអញ្ចឹងហើយរយៈពេលយ៉ាងយូរក្រោយពេលនោះមកខ្ញុំរកមិនឃើញហេតុផលដែលអាចឲ្យជីវិតរបស់ខ្ញុំរស់នៅបន្តទៀតប៉ុន្តែអ្វីដែលសំណាងនោះ
គឺខ្ញុំបានជួបនាងពេលដែលខ្ញុំបានឃើញនាងនោះខ្ញុំដឹងហើយពួកយើងជាមនុស្សប្រភេទតែមួយពួកយើងសិតតែចូលចិត្តត្រូវគេឃុំនាងបានប្រុងប្រយ័ត្នគ្រប់ពេលគឺព្រោះតែគ្មានមនុស្សខកខ្វល់ជាមួយនាងខ្ញុំជាមួយនឹងលោកមិនទាន់ស្និទ្ធដល់ថ្នាក់អាចយកលុយរបស់លោកនោះទេលោកក៏អាចដូចជាឪពុកម្ដាយខ្ញុំដែរបណ្ដុំបណ្ដាខ្ញុំខ្លះជាផលិតផលល្អឥតខ្ចោះបន្ទាប់មកក៏លោកមែនទេពួកគេគ្រាន់តែខ្វល់ខ្វាយថានាងស័ក្តិសមជាមួយនឹងកូនស្រីអភិជនតែប៉ុណ្ណោះប៉ុន្តែខ្ញុំរកគ្នាទេខ្ញុំចង់ឲ្យនាងដឹងថានាងមិនចាំបាច់ស្ដាប់សម្ដីទេក៏មិនចាំបាច់សម្របខ្លួនដែរនាងអាចយំនាងអាចរករឿងទោះបីជានៅក្បែរខ្ញុំដោយស្ងៀមស្ងាត់ក៏ដោយខ្ញុំគិតថានាងល្អខ្លាំងណាស់ប៉ុន្តែខ្ញុំគឺមិនដឹងនោះទេថាតើស្រឡាញ់មនុស្សម្នាក់យ៉ាងម៉េចគ្មានអ្នកណាចេះស្រឡាញ់គេពីកំណើតទេអរគុណនៅអ្វីគ្រប់យ៉ាងដែលលោកបានធ្វើឲ្យខ្ញុំប៉ុន្តែខ្ញុំត្រូវការពេលយូរទើបអាចតបស្នងទៅលោកវិញបានគឺរហូតដល់ខ្ញុំអាចប្រកាសបានថាទង្វើល្អរបស់លោកគឺមិនបាត់បង់ដោយសារការបង្ហាញភាពអាក្រក់របស់ខ្ញុំគឺមានតែការស្រឡាញ់លំអៀងពិតប្រាកដទើបខ្ញុំអាចប្រកល់ចិត្តស្មើលោកបានទុកចិត្តចុះខ្ញុំប្រកែកខ្លាំងណាស់បើមើលបានល្អិតល្អន់ទៅគេគឺសង្ហាគោសិនគឺគ្រាន់តែសក់សច្រើនបន្តិចរើសរបស់ដែលនាងចូលចិត្តញ៉ាំមួយទៅខ្ញុំញ៉ាំនំប៉័ងតែមួយចំណិតទៅគឺបានហើយគ្រប់គ្រងទម្ងន់រយៈពេលយូរមិនល្អចំពោះសុខភាពទេកុំគិតច្រើនពេកខ្ញុំគិតដើម្បីសុខភាពរបស់នាងតែប៉ុណ្ណោះកុំឲ្យរោគរាងនឹងរោគនិយមប្លែកបែបនេះកែប្រែខ្លួនអីខ្លួនប្រាណនាងត្រូវការការបូលអ៊ីត្រានប៉ុន្តែខ្ញុំមិនដឹងថាខ្ញុំចូលចិត្តញ៉ាំអ្វីផងនេះភ្លក់គ្រប់មុខម្ដងទៅគង់តែមានមួយដែលនាងចូលចិត្តទេអញ្ចឹងពួកយើងចាប់ផ្ដើមពីដំណាប់នេះចុះគឺ blueberry ខ្ញុំចូលចិត្តនេះជាផ្ទះរបស់នាងចង់ចូលមកក៏ចូលមកខ្ញុំគ្រាន់តែឆ្ងល់តែប៉ុណ្ណោះផ្ទះលោកមានអាជីវកម្មធំយ៉ាងនេះលោកមិនចាំបាច់ទៅធ្វើការតែមែនទេប៉ារបស់ខ្ញុំបានបោះបង់ខ្ញុំចោលទៅហើយខ្ញុំមិនចាំបាច់យកវាដើម្បីយកចិត្តគាត់ទៅធ្វើការទេប៉ុន្តែគម្រោងរបស់ក្រុមហ៊ុនខ្ញុំនៅតែមើលដដែលពេលវេលាផ្សេងទៀតគឺធ្វើការនៅផ្ទះប៉ុន្តែរបស់ដែលលោកគូមួយនេះគឺដូចជាពិបាកផ្ដល់មតិនេះគឺនៅសន្លាក់រុននិងសន្លាក់តែនងរុនគឺប៉ាងវែងពេងហើយរុនចូលគឺខ្លីពេងនៅមានបន្តរបស់លោកមួយនេះទៀតវាចុះវាឡើងក៏មិនអាចឃើញតម្រងបានដែរវិចិត្រករនៅក្រុមហ៊ុនស្រាប់តែលេងពីតំណែងភ្លាមគឺមានតែខំប្រឹងប្រែងតែប៉ុណ្ណោះបើមិនអញ្ចឹងទេនាងសាកបន្តិចទៅខ្ញុំធ្លាប់រៀនគោលគំនូរពេលប្រឡងសិល្បៈតែប៉ុណ្ណោះក៏មិនធ្លាប់បានរៀនសាកលវិទ្យាល័យដែរចាំបើសិនជាធ្វើឲ្យខូចអស់ធ្វើយ៉ាងម៉េចចាំពេលដែលនាងធ្វើការហើយនាងនឹងប្រទះដឹងថាក្នុងពិភពមួយនេះនោះគឺគ្រាន់តែជាការសម្ដែងមួយតែប៉ុណ្ណោះថាមិនត្រូវពួកគេគូមិនស្អាតដូចជានាងផងខ្ញុំ
ខ្ញុំនិយាយឲ្យថាខ្ញុំមិនចេះគូទេគឺធ្វើវាខូចហើយមែនទេ ព្រះអើយលោកប្រុសចាងលើកទៅរកគ្រូមកពីណាហ្នឹងគូបានអស់ចាក់ខ្លាំងណាស់គំនិតខ្ញុំចំពោះនាងគឺមិនបានផលទេប៉ុន្តែនេះគឺជាមតិរបស់ភ្ញៀវ ខ្ញុំគ្រាន់តែគូលេងតែប៉ុណ្ណោះថ្ងៃក្រោយប្រសិនបើលោកត្រូវការជួយខ្ញុំអាចជួយលោកគូប្រមាណទៀតបាន ឈុនចេវនាងប្រកែកខ្លាំងណាស់នាងមិនចាំបាច់ពិចារណាខ្ញុំទេនាងគឺមានធ្លាប់គិតដែរទេថាចាប់ផ្ដើមរៀនសាជាថ្មីអនាគតរបស់នាងការងាររបស់នាងទៅវាសំខាន់ជាង ខ្ញុំជាមួយនឹងលោកមិនមែនត្រូវរៀបការ ស្ដាប់តាមគំនិតរបស់ខ្លួនឯងទៅ ខ្ញុំចង់រៀនបន្តទៀត ឡអញ្ចឹងឆ្នាំក្រោយដាក់ពាក្យស្នើសុំសាលាថ្មីមួយទៀតចុះខ្ញុំជឿថានាងអាចធ្វើបាន អរគុណដែលលោកជឿជាក់លើខ្ញុំ យប់យ៉ាងនេះហើយនាងមិនតាន់គេងទៀតទេ គិតចាស់គិតឡើងលោកល្អចំពោះខ្ញុំណាស់អញ្ចឹងហើយខ្ញុំក៏ចង់សងគុណលោកវិញអញ្ចឹងហើយខ្ញុំក៏បានយករបស់ដែលមានតម្លៃជាងគេរបស់ខ្ញុំឲ្យលោកលោកក៏មើលស្រាបវាអីវានឹងអាចថតសម្លេងបានទៀតចាញ់ចេមីងលោកមានអ្វីចង់និយាយឬអត់អីឈុនចែវខ្ញុំស្រឡាញ់នាង ចាញ់ចេមីងលោកនិយាយទៅមើលការថប់គ្នាគឺជាអារម្មណ៍យ៉ាងម៉េចរាត្រីសួស្តី វ៉ាវតែនេះគេលោកជាអ្នកធ្វើអី ខ្ញុំថ្មីនេះហ្វឹកហាត់ស្នាដៃខ្លះនាងសាក់ភ្លុកមើលទៅ អរគុណលោក នៅមិនគ្រប់ទេ អញ្ចឹងតើលោកចង់យ៉ាងម៉េចមកក្រៅមែន នាងនិយាយថាខ្ញុំមកក្រាស់ទៅហើយបើមិនយល់ព្រមខ្ញុំអោបរហូត ពេញចិត្តហើយនេះពេញចិត្តហើយនេះឆាប់ចាក់ទៅផ្លាឈើខ្ញុំមកកាមកខ្ញុំស្រែកទឹកហើយ ល្អ ចាញ់ចេមីងចាញ់ចេមីងលោកចេមីងហើយ នៅលើដីមានកញ្ចក់ហេតុអីបានជានាងនៅទីនេះ មានរឿងអ្វីកើតឡើងនេះខ្ញុំនាំលោកទៅមន្ទីរពេទ្យ ឈុនចេះខ្ញុំមិនអីទេសម្រាប់បន្តិចទៅអស់អីហើយ អស់អ្វីទេដៃនាងយ៉ាងម៉េចទៅហើយ មិនអីទេកុំខ្វល់ច្រើនជាងនេះអីពួកយើងទៅមន្ទីរពេទ្យឈប់ខ្វល់ជាមួយនឹងខ្ញុំទេពួកយើងទៅមន្ទីរពេទ្យ ឈុនចេះ ចាញ់ចេមីងចាញ់ចេមីង
ឈិនចែនាងនៅមានជីវិតទៀតពិតជាល្អខ្លាំងណាស់ លោកគ្រូពេនតើគេមានរឿងអ្វីកើតឡើងទេមិនបានជាកូនឈាមហាសឡំចឹង អ្នកនាងអ៊ីលោកប្រចានក៏សិតតែធ្វើការពិនិត្យសុខភាពជារៀងរាល់ឆ្នាំមុននេះមិនធ្លាប់មានបញ្ហាអ្វីកើតឡើងទេប៉ុន្តែការពិនិត្យលើកនេះពួកយើងប្រទះឃើញថានៅផ្នែកសុខរបស់គាត់គឺមានសម្បល់មួយការសន្និដ្ឋានគឺសង្ស័យថាជាជំងឺមហារីកជាក់លាក់នោះត្រូវពិនិត្យមួយជំហានថែមទៀតប៉ុន្តែនៅសង្ឃឹមថាអ្នកនាងអាចធ្វើបាន ហេតុអីអ្នកនាងយំ ចាងជាមីងខ្ញុំស្មានតែលោកត្រូវស្លាប់ហើយ ទុកចិត្តចោលខ្ញុំកំដរនាងរហូត មិនស្រួលខ្លួនមែនទេខ្ញុំទៅហៅគ្រូពេន មិនអីទេយ៉ាងមិនដែរត្រូវបានខ្ញុំបោកហើយមែនទេ ក្មេងមែន លោកប្រចាំមេរោគមហារីកនៅក្នុងខ្លួនរបស់លោកគឺលូតលាស់លឿនណាស់ការលូតលាស់របស់វាគឺហួសពីព្រំដែនកំណត់ពីធម្មតាទៅទៀតណាសំណួរសួរថាថ្មីនេះលោកធ្លាប់ប្រើប្រាស់ថ្នាំពិសេសអ្វីធ្លាប់សម្រាប់មេរោគដែលពាក់ព័ន្ធដែរទេការពិតឆ្លងភពនោះមិនត្រឹមតែចាស់នៃសម្រស់ខាងក្រៅទេនៅមានការថមថយនៃសុខភាពទៀតផងអញ្ចឹងខ្ញុំត្រូវឲ្យឈុនជ័យទទួលនៅអ្វីដែលល្អជាងគេនៅក្នុងពេលវេលាកំណត់យប់នេះបែបនេះទោះបីជាខ្ញុំចាក់ចេញទៅក៏ខ្ញុំគ្មានវិបរិសរីដែរ លោកគ្រូពេទ្យសូមកំប្រាប់ភរិយារបស់ខ្ញុំអីតើបានដែរទេគ្រូពេទ្យកុំប្រាប់ប្រពន្ធរបស់ខ្ញុំតើបានដែរទេ ចាងជាមីងតើលោកកំពុងលាក់បាំងអ្វីឲ្យប្រកាន់គឺលោកជាអ្នកណាត់ខ្ញុំមកទីនេះមែនទេតើលោកជាអ្នកណាលោកដឹងអ្វីទេ ការសួររបស់អ្នកនាងអ៊ីមួយនេះខ្ញុំមិនដឹងថាគួរឆ្លើយសំណួរណាមុនទេបើមិនប្រកាន់ទេខ្ញុំចេញផឹកកាហ្វេមួយកែវចុះ មនុស្សដែលពាក់ផាត់ទឹកហ្វីលីមត្រូវការខ្ញុំចេញផឹកកាហ្វេដែរ ខ្សែភ្នែករបស់អ្នកនាងអ៊ីនៅតែប្រកែកដូចដើមអញ្ចឹងសួស្ដីយកកាហ្វេអារីកាណូមិនដាក់ស្ករឲ្យខ្ញុំមួយមកហើយយកកាហ្វេកាពូជីណូឲ្យអ្នកនាងមួយនេះផងស្ករគុណនឹង2ហើយគ្រីមក្រាស់មក សុំតផងចាស់ពេលនេះខ្ញុំផឹកកាហ្វេឡាតេមិនដាក់ស្ករទេ
អ្នកនាងអ៊ីពិតជាប្រែលឿនមែនណោះ លោកសើពីខ្ញុំមកទីនេះមិនមែនស្ដាប់ពីអភិចាររបស់លោកទេលោកចាំបានអ្វីក៏ឆាប់និយាយមក បើខ្ញុំនិយាយថាខ្ញុំដឹងហេតុផលពិតប្រាកដដែលជាមីងមានជំងឺនោះ លោកនិយាយថាម៉េច អ្នកនាងអ៊ីពិតជាបានបំភ្លេចខ្ញុំស្អាតមែនយ៉ាងហើយណាស់ខ្ញុំក៏មានលទ្ធភាពដូចជាគូននឹងរបស់នាងដែរលោកប្រុសលោកនៅក្រុមហ៊ុនលោកគ្រប់បានចាប់អារម្មណ៍ដល់ខ្លួនឯងខ្លាំងណាស់ លោកគឺលោកចាហាំងខ្ញុំគិតថាអ្នកប្រុសលោកក៏បាននឹងដែរពេលនេះខ្ញុំជាគូននឹងរបស់ចាងជាមីង នាងជាមួយនឹងគេអាចកំណត់ថាមិនអាចនៅជាមួយគ្នាបានទេ មានន័យយ៉ាងម៉េចបើសិនជាលោកមិននិយាយឲ្យច្បាស់ពួកយើងគឺមិនចាំបាច់និយាយបន្តទៀតទេ បើតាមខ្ញុំដឹងខ្លួនប្រាណរបស់ចាងជើងមីងពីមុនធ្លាប់មានបញ្ហាប៉ុន្តែតាំងពីពេលដែលភ្ជាប់អាពាហ៍ពិពាហ៍ជាមួយនឹងនាងហើយគេក៏មានជំងឺមហារីកហើយខ្លួនប្រាណនោះបានអមថយបន្តិចម្ដងនាងមិនគិតថាចម្លែកទេហ៎ លោកក៏និយាយប្រែប្រែអី បើសិនជានាងមិនជឿខ្ញុំនោះនាងអាចចាក់ចេញពីគេមួយរយៈចាំមើលថាចាងជើងមីងនឹងប្រែក្លាយទៅជាយ៉ាងម៉េចអ្នកនាងអ៊ីនាងកំណត់ហើយថាមិនអាចនៅជាមួយនឹងគេអ្នកនាងអ៊ីពិចារណាល្អទៅហើយផ្ដល់ចម្លើយឲ្យខ្ញុំមួយកុំឲ្យខ្ញុំចាំយូរពេកគួរតែគិតឲ្យបានហ្មត់ចត់ណា មិនអាចទៅរួចទេទាំងអានេះគឺសត្វតែជាសម្ដែងប្រែប្រែមិននឹងអាចទៅជាអញ្ចឹង ពេលដែលរឿងសម្រេចឲ្យលុយ50,000ដែលនៅសល់នោះខ្ញុំនឹងឲ្យត្រូវចាំកុំបន្សល់ផុសតាំងអ្វីទាំងអស់ណានាងត្រឡប់មកវិញហើយឆាប់រៀបចំភ្លាមទៅម្ហូបចិត្តរួចហើយ ហេតុអីបានជាលោកចេញពីមន្ទីរពេទ្យហើយ គ្រូពេទ្យនិយាយថាធ្វើការវះកាត់បន្តិចទៅប្រកាសជាអស់អីហើយថ្លៃវះកាត់នោះត្រូវតែរៀបចំដែរខ្ញុំក៏ចេញពីមន្ទីរពេទ្យទៅ ចាងជាមីងលោកមានរឿងដែលលាក់ជាមួយនឹងខ្ញុំមែនទេ ខ្ញុំមិននឹងអាចមានរឿងលាក់បាននឹងនាងទៅ ឈប់ញ៉ាំហើយយប់នេះខ្ញុំទៅរកអាម៉េងអីឈិនចានៅទីនេះមានអ្វីណែនាំឬអន់យើងចង់ផាត់របស់ខ្លាំងបន្ទិញម៉ាការ៉េនទោះជាមិនអនុទេក៏ឆាប់ស្វឹងដែរគឺស័ក្តិសមជាមួយនឹងឯងនៅពេលនេះណាសួស្ដីយកម៉ាការ៉េនមួយកែមកយើងលេខតែអញជិះរៀបការហើយចាំនិយាយប្រាប់យើងមកខ្ញុំបានភ្ជាប់អាពាហ៍ពិពាហ៍ជាមួយនឹងចាងជើងមីងនៅក្រុមហ៊ុនចៅយៈក្រុមគឺជាក្រុមហ៊ុនចៅយៈក្រុមដែលនៅខាងក្រៅខ្នងមានក្រុមហ៊ុនជាច្រើនទីផ្សារនោះមែនទេព្រះអើយអញ្ចឹងឯងមានទ្រព្យហើយអីអញ្ចឹងពួកឯងពេលនេះកំពុងមានស្នេហាជាមួយគ្នាអីមានធ្លាប់បានថាប់គ្នាឬអន់ជីវិតសុភមង្គលឯងយ៉ាងម៉េចដែរអីប៉ុន្តែយើងគឺចាំដឹងថាឯងបានជួបរឿងអ្វីខ្លះអាម៉េងឯងនិយាយទៅនៅលើពិភពលោកមួយនេះមានមនុស្សពីរនាក់ដែលមិនអាចជួបគ្នាឬអន់
ឯងនិយាយទៅមើលតើយើងគួរតែចាក់ចេញពីគាត់ដែរឬអត់អេឯងនេះពិតជាមនុស្សល្ងងមែនលោកចាស់ម្នាក់នោះគឺកំពុងតែបោកប្រាស់ឯងទេយើងក៏មិនចង់ជឿដែរប៉ុន្តែគ្រូពេទ្យនិយាយហើយពីមុនខ្លួនប្រាណគេគឺគ្មានបញ្ហានោះទេក្រោយពេលដែលគេនៅជាមួយយើងហើយទើបមានជំងឺមហារីងនៅមែនទៀនគេប្រាប់ថាសុខភាពរបស់គេមិនអីនោះទេប៉ុន្តែខ្ញុំមានអារម្មណ៍ថាគាត់កំពុងតែបោកខ្ញុំច្បាស់កន្លែងអញក៏ដឹងដែរថាខ្ញុំស្អប់អ្នកដទៃបោកខ្ញុំបំផុនប៉ុន្តែការបោកខ្ញុំបំណងល្អគឺជាការបោកដែរមិននេះឯងនិយាយពាក់ព័ន្ធគេច្រើនយ៉ាងនេះយើងមានអារម្មណ៍ដឹងថាឯងស្រឡាញ់គាត់បាត់ទៅហើយបើមិនអញ្ចឹងទេហេតុអីបានជាខ្វាយខ្វល់នឹងគេយ៉ាងនេះទៅវិញស្រឡាញ់កុំនិយាយលេងសាច់អីឈុនចៅអញយកចិត្តទុកដាក់ពីមនុស្សចេតនាឯងមិនតិចទេឯងមិនធ្លាប់បានទទួលសេចក្តីស្រឡាញ់នៅជ្រាលជ្រៅពីមុនទេពេលដែលតំណែងត្រឹមមកដល់មិនបានជាស្រាប់តែកិច្ចដែលមិនដឹងខ្លួនចឹងអេឯងទៅណាយើងគិតច្បាស់ហើយយើងចង់ទៅរកគាត់ចាងជាមីងខ្ញុំមិនចង់ឲ្យគ្នាជាមួយលោកទេសំណាងហើយដែលនាងប្រើទូរស័ព្ទរបស់ឈុនចែវផ្ញើសារឲ្យខ្ញុំគូរបស់ពលលោកទាំងពីរនេះខ្ញុំមិនដាក់ទុនហើយលើត្រូវតែល្អចំពោះឈុនចៅណែអរគុណនាងហើយដែលជោគក្បែរនៅឈុនចែវយ៉ាងមុតមមបែបនេះមិនអីទេអ្នកតែពីត្រឡប់ទៅវិញចាស់ហេតុអីបានជានាងផឹកច្រើនយ៉ាងនេះមកមិនមែនខ្ញុំទៅតាន់ពេលទេតែមានអ្វីកើតឡើងទៅមិនដែរមែនចាងជាមីងខ្ញុំចង់ថាប់លោកនេះឈុនចែវនាងនៅតែដូចពីមុនអញ្ចឹងអ្វីទេលោកមិនមែននិយាយថាអ្វីក៏លោកស្ដាប់តាមខ្ញុំដែរទេមែនទេខ្ញុំនិយាយថាខ្ញុំចង់ថាប់លោកចាងជាមីងខ្ញុំចង់ឈុនចែវនាងនៅមិនតាន់ស្វាងទេខ្ញុំស្វាងនេះខ្ញុំធំធាត់ហើយខ្ញុំមិនចង់លេងល្បែងកូនក្មេងដៃកាន់ដៃគ្នាអោបគ្នាថាបគ្នាជាមួយនឹងលោកបាត់នោះទៀតទេឈុនចែវនាងគិតច្បាស់លាស់ហើយឬនៅ
គឺជាលើកទី1ហើយដែលខ្ញុំចង់ស្រឡាញ់មនុស្សម្នាក់យ៉ាងនេះជិបមិនខ្ញុំបានធ្វើអ្វីឲ្យប្រកាសនេះក្រោកហើយអញ្ចឹងគឺងើបឡើងមកខ្ញុំនាំនាងទៅកន្លែងមួយចាំខ្ញុំនិយាយថារួចហើយចាំនាងមើលរួចហើយវ៉ៃលោករៀបចំរបស់នេះតាំងពីពេលណាទេថ្ងៃនេះក៏មិនមែនជាថ្ងៃបុណ្យអ្វីដែរលោករៀបចំរបស់នេះធ្វើអីទេនាងភ្លេចហើយថ្ងៃនេះជាថ្ងៃកំណើតរបស់នាងមិនចាំទេខ្ញុំមិនបានធ្វើខុសកំណត់យូរមកហើយបានហើយមិនចាំបាច់និយាយរឿងមិនសប្បាយចិត្តទាំងនេះទេបងសួរមួយទៅខ្ញុំសូមបួងសួងឲ្យចាញ់ជាមួយមានអាយុ100ឆ្នាំសុខភាពល្អសប្បាយចិត្តជារៀងរហូតបាញ់មិញបួងសួងអ្វីហើយខ្ញុំមិនប្រាំបាននិយាយចេញមកហើយគឺមិនស័ក្តិសិទ្ធិទេអញ្ចឹងគឺបើកដោទៅសេផើផ្ទៃភាគហ៊ុនរបស់ក្រុមហ៊ុនជ័យយៈក្រុមលោកដឹងថាខ្លួនឯងកំពុងធ្វើអ្វីដែរទេឈុនចេខ្ញុំធ្លាប់បានសន្យាឲ្យសេរីភាពទៅនាងសិភៅផ្ទៃភាគហ៊ុននេះគឺជាសេរីភាពដែលធំជាងគេដែលខ្ញុំប្រគល់ឲ្យនាងហើយចាប់ពីថ្ងៃនេះតើអេឈុនចេគឺគ្រាន់តែអេឈុនចេតែប៉ុណ្ណោះទេហេតុអីបានជាធ្វើល្អដល់ខ្ញុំបែបនេះអញ្ចឹងនាងពីមុនតែងតែរើបំរាស់ដូចជាកូនឆ្មាឥឡូវនេះហេតុអីប្រែខ្លាយទៅជាស្រីដែលចូលចិត្តយំតែម្នាក់ឯងបែបនេះទៅវិញអញ្ចឹងខ្ញុំដំឡើងគឺអញ្ចឹងទៅហើយពីមុនគឺខ្ញុំសម្ដែងចេញមកទេបានហើយខ្ញុំនឹងមានកាដូចង់ឲ្យនាងនៅមានអ្វីទៀតអេឈុនចេតាំងពីថ្ងៃដែលខ្ញុំបានជួបជាមួយនឹងនាងមកខ្ញុំធ្លាប់សម័យទិដ្ឋភាពអស់នេះអស់ជាច្រើនលើកមកហើយអេឈុនចេនាងយកព្រមរៀបការនឹងខ្ញុំមកខ្ញុំអ្នកនាងអ៊ីទោះបីជាលោកប្រុសចាំងផ្ដែប្រាំឲ្យខ្ញុំប្រាប់នាងប៉ុន្តែបើតាមទស្សនៈនៃជំងឺវិស័យនិងការប្រាប់ពីស្ថានភាពជំងឺខ្ញុំគិតថាចាំបាច់ណាស់ដែលប្រាប់ពីជំងឺគាត់ដល់នាងដុំសាច់មហារាជរបស់លោកប្រុសចាំងគឺបានជ្រាបពេញខ្លួនប្រាណអស់ហើយតែគាត់នៅសល់ពេលប្រហែលទៀតសុំទៅផងបើតាមស្ថានភាពរបស់គាត់នៅពេលបច្ចុប្បន្នពេលវេលាដែលនៅសល់នោះ
យ៉ាងជួគឺមិនដល់3ខែទេពេលបច្ចុប្បន្ននេះពួកយើងតែងតែធ្វើការព្យាបាលតាមអាការៈតែប៉ុណ្ណោះខំប្រឹងអស់ពីសមត្ថភាពដើម្បីស្ថានភាពជំងឺរបស់គាត់ឥឡូវនៅមិនទាន់មានផែនការក្នុងការព្យាបាលឬទាំងអស់នោះទេអរគុណហើយលោកគ្រូប៉ែនពួកយើងជួបគ្នាបន្តិចទេលើកមកលោកនិយាយឲ្យតែខ្ញុំចាក់ចេញពីចាងជើមីងគាត់នឹងអាចមានជីវិតបន្តទៀតអ្នកនាងអ៊ីខ្ញុំគិតថានាងក៏បានគិតឃើញដែរសុខភាពរបស់ចាងជើមីងក៏បានធ្លាក់ខ្លួនជិតស្លាប់ឥឡូវអ្នកដែលអាចជួយគេបាននោះគឺមានតែអ្នកនាងទេអាចចេញពីគេចំពោះនាងមិនជារឿងដែលលំបាកទេហេតុអីក៏នាងមិនសាកល្បងទៅគាត់ដល់របស់លោកគឺជាអ្វីទេគឺចង់ឲ្យចាងជើមីងបាត់ភ្នែកមកខ្ញុំចាក់ចេញពីគេនៅដំណាក់កាលចុងក្រោយនៃជីវិតមែនដែរទេអ្នកនាងគិតខុសហើយអ្នកនាងអ៊ីខ្ញុំគ្រាន់តែចង់ឲ្យគ្រប់យ៉ាងទាំងអស់នេះត្រឡប់ទៅផ្លូវដើមវិញតែប៉ុណ្ណោះឲ្យអ្នកនាងត្រឡប់មកក្បែរខ្លួនខ្ញុំបើសិនជាខ្ញុំបោកប្រាស់អ្នកនាងហើយខ្ញុំគិតថានាងទោះបីជាស្លាប់ក៏មិនអាចរៀបការនឹងខ្ញុំដែរអញ្ចឹងហើយត្រូវការនៅក្បែរខ្លួនរបស់ចាញ់ជាមិញឬក៏អត់ជាជំរឿននៅលើនាងប៉ុន្តែខ្ញុំនៅតែជឿជាក់ថាចុងក្រោយនាងនៅតែអាចនៅក្បែរខ្លួនរបស់ខ្ញុំសុំតបផងចាងជើមីងខ្ញុំមិនអាចទទួលយកការសម្រៀបការរបស់លោកទេប៉ុន្តែមនុស្សដូចជាខ្ញុំបែបនេះកើតមកគឺដើម្បីផ្ដោតទុកលំបាកឲ្យគេប៉ុណ្ណោះខ្ញុំគួរតែត្រឡប់ទៅកាន់ពិភពលោករបស់ខ្ញុំវិញមនុស្សដែលខ្ញុំស្រឡាញ់លោកត្រូវតែដើរទៅកាន់ផ្លូវដែលសម្បូរដោយផ្កាយហើយជួយខ្ញុំមើលសេរីភាពពិតប្រាកដលីហើយឈុនចៅខ្ញុំនៅតែអាចទុកនាងទៀតបានដែរឬក៏អត់លោកប្រចាងរោគមហារាជរបស់លោកបានធ្លាក់ចុះច្រើនណាស់ការវិនិច្ឆ័យជាការប្រសើរឡើងហើយនេះជាអភូតហេតុនៃវិទ្យាសាស្ត្រពិតមែនហើយបើតាមផែនការនៃការព្យាបាលប្រកាសជាអាចប្រសើរឡើងវិញហើយតាំងពីឈុនចៅបានចាក់ចេញពីខ្ញុំខ្លួនប្រាណរបស់ខ្ញុំក៏ចាប់ផ្ដើមខ្លាយទៅជាប្រសើរឡើងវិញហើយនេះអ្វីគ្រប់យ៉ាងសុទ្ធតែការរៀបចំរបស់ព្រំលិខិតឲ្យតែលោកអាចជាសះស្បើយបាននេះគឺគ្រប់គ្រាន់ហើយអ្នកនាងមើលទៅខ្ញុំមិនបានបោកនាងទេមែនទេអ្នកទាំងពីរបានកំណត់ឲ្យថាមិនអាចនៅជាមួយគ្នាបានទេខ្ញុំដឹងហើយរឿងដែលឯងបានធ្វើរបាយការណ៍មនសុខភាពខ្លាំងខ្លាយឲ្យចាញ់ជាមីងនោះធ្វើបានល្អខ្លាំងណាស់លើនៅសល់យើងបីឯងលោកប្រុសលោករបាយការណ៍នោះមិនមែនខ្លាំងខ្លាយទេគឺជាការពិតហើយថាម៉េចមិនអីទេឲ្យតែអ៊ីឆុនចៃជឿជាក់ទៅគឺបានហើយការពិតបែបនោះមិនសំខាន់ទេអ្វីដែលសំខាន់នោះគឺកម្មសិទ្ធិរបស់ខ្ញុំជារៀងរហូតប្រហែលថ្ងៃទៀតជាកម្មវិធីដេញថ្លៃមួយដល់ពេលនោះទៅជាមួយខ្ញុំទៅក៏បានជួបនឹងអនាគតអ្នកនាងលូម្នាក់នេះដែរល្អយ៉ាងម៉េច
នៅមិនអាចផ្លេចអតីតកាលរបស់នាងទៀតទេ គ្មានទេ នាងកុំភ្លេចឲ្យសោះនាងនៅយប់នេះជាគូននឹងរបស់គ្រួសារលោកខ្ញុំគឺនាងជាសង្សាររបស់ខ្ញុំគឺលើជូហៅម្នាក់នេះទៀតហើយលោកប្រចាងខានជួបគ្នាយូរមកហើយត្រូវហើយភ្លេចណែនាំឲ្យលោកបានស្គាល់បន្តិចម្នាក់នេះជាគូដណ្ដឹងរបស់ខ្ញុំអ៊ីឈុនជេវណាសួស្តីអ្នកប្រុសចាង មែនហើយមើលការចងចាំខ្ញុំនេះចុះវិញនឹងភ្លេចទៅហើយលោកប្រចាងជាមួយគូដណ្ដឹងរបស់ខ្ញុំកាលពីមុនធ្លាប់សន្យាអាពាហ៍ពិពាហ៍ជាមួយគ្នាដែរអាយ៉ាគឺគ្រាន់តែគួរឲ្យសោកស្ដាយឥឡូវនេះមនុស្សដែលឈុនជេវរើសនោះគឺជាខ្ញុំបាទអញ្ចឹងពិតជាអបអរសាទរលោកប្រុសលោកដែលបានរកគូននឹងល្អម្នាក់បែបនេះខ្ញុំមិនសូវស្រួលខ្លួនខ្ញុំតែសង្ហៃ នៅក្នុងចិត្តរបស់នាងនៅនឹកដល់ចាញ់ជាមីងទៀតប្រហែលខែទៀតគឺជាពិធីភ្ជាប់ពាក្យខ្ញុំជាមួយនឹងគូននឹងខ្ញុំហើយដល់ពេលនោះលោកប្រុសចាងក៏ត្រូវចូលរួមដែរលោកគឺបានគម្រាមឈុនជេតាមមិនដែរទេលោកប្រចាងហើយគូននឹងរបស់គេបែបនេះដូចជាមិនសើសំទេដឹងអីនៅមានទៀតខ្ញុំអាចមានអំណាចទៅគម្រាមឈុនជេបែបនេះពីណាមកបើសិនជាលោកនឹងមានការសង្ស័យអ្វីនោះអាចទៅសួរគេបានណាសូមអញ្ជើញទៅសួរតាមសម្រួលចុះយើងនឹងទៅរកនាងបើសិនជាខ្ញុំចាប់ថាលោកគម្រាមឈុនជេមិននោះខ្ញុំមិនអាចលើកលែងលោកទេស្ដាប់តាមបញ្ជាទាំងអស់ឈុនជេប្រហែលថ្ងៃនេះតើនាងបានតាណា អ្នកប្រុសចាងមករកខ្ញុំពេលនេះដូចជាមិនសូវសមទេព្រោះខ្ញុំគឺជាគូដណ្ដឹងរបស់គេហើយជាក់ស្ដែងនាងបានយល់ព្រមជាមួយនឹងការសុំរិះគន់របស់ខ្ញុំហេតុអីក៏ស្រាប់តែចាក់ចេញមិនលាអញ្ចឹងឬមួយគ្រួសារអ៊ីឬក៏គ្រួសារលូជាអ្នកគម្រាមនាង ខ្ញុំគ្រាន់តែលេងជាមួយនឹងលោកតែប៉ុណ្ណោះទេអ្នកណាតែដឹងថាលោកបាយជាជាងនៅចាប់ប្រកល់ក្រុមហ៊ុនចៃយកគ្រប់ឲ្យខ្ញុំទៀតពិតជាគួរអស់សំណាច់មែនលោកគ្រាន់តែជាមនុស្សដែលខ្ញុំអត់ដៃមកបាក់ដៃទៅតែប៉ុណ្ណោះមនុស្សដែលខ្ញុំស្រឡាញ់រហូតគឺជាលោកចាស់ហើយឈុនជេនាងពីមុនធ្លាប់បានប្រាស្រ័យពាក្យសម្ដីបែបនេះមកខ្ញុំម្ដងហើយលើកនេះខ្ញុំមិនអាចមិនជឿទេនៅលើពិភពលោកនេះបើសិនជាមានហេតុផល 10000 ដែលមិនអាចឲ្យពួកយើងនៅជាមួយគ្នាបានប៉ុន្តែខ្ញុំជឿជាក់ថាឲ្យតែមានហេតុផលមួយនិយាយថាពួកយើងអាចនៅជាមួយនឹងគ្នាបានខ្ញុំនឹងនៅជាមួយនាងជាមិនខានទោះបីជាជីវិតរបស់ខ្ញុំនៅសល់1វិនាទីក៏ដោយអញ្ចឹងហើយឈុនចែវ
ចម្លែកនៅក្នុងចិត្តរបស់នាងគឺអ្វីអបកតទៅឯជនចែនេះជាលទ្ធផលដែលនាងក្បត់នឹងខ្ញុំហើយឥឡូវនេះនាងគ្មានចូលបាយក្នុងការក្បត់ជាមួយនឹងខ្ញុំតទៀតទេឯងយល់ដែរទេហ៎ជនចែបើសិនជាភាពបញ្ចប់របស់យើងត្រូវកំណត់ឲ្យខ្លាចជាបែបនេះខ្ញុំសង្ឃឹមថាមនុស្សដែលអាចរស់នៅបាននោះគឺជានាងហើយគឺមិនមែនខ្ញុំទេខ្ញុំយល់ព្រមដល់ជីវិតដែលនៅសេសសល់របស់ខ្ញុំត្រឡប់ទៅកាន់ពេលវេលាដែលជួបគ្នាជាមួយនឹងអ៊ីឈុនជេវិញនេះជាកូនស្រីរបស់ខ្ញុំឈុនជើឆ្នាំនេះ21ឆ្នាំហើយខាងនេះលោកប្រុសលីជាកូនអភិជនឯងស្គាល់គ្នាបន្តិចទៅលោកម្ចាស់អ៊ីអ្នកស្រីឆឹងខ្ញុំជាផ្នែកច្បាប់របស់ក្រុមហ៊ុនចយាមានគម្រោងមួយត្រូវការនិយាយជាមួយអ្នកទាំងពីរនេះបានន័យថាម៉េចលោកប្រុសចាំបានប្រាប់ខ្ញុំបញ្ហាគ្រោះថ្នាក់ផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនអ៊ីគ្រប់ក៏ទៅខុសត្រូវប៉ុន្តែលក្ខខណ្ឌនេះត្រូវការអ្នកទាំងអស់គ្នាជាស្របដែរបាយចេះល្អខ្លាំងណាស់គ្មានអ្វីដែលមិនអាចធ្វើបានទេហើយទី1ឲ្យអ៊ីអ៊ុនឆេបន្តការសិក្សាទៀតអាចប្រើប្រាស់វិទ្យាសាស្ត្ររារាំងដល់ការអភិវឌ្ឍអនាគតរបស់គេទី2មិនអាចឲ្យអ៊ីឈុនចែចូលរួមការណាត់ជួបអាពាហ៍ពិពាហ៍គ្រប់បែបយ៉ាងនេះបានទេគេត្រូវតែមានស្នេហាដោយសេរីភាពហើយអាចជ្រើសរើសឲ្យខ្លួនឯងពេញលេញជាមិនខានចំពោះមនុស្សដែលគេត្រូវនៅជាមួយអស់មួយជីវិតទោះបីជាចុងក្រោយគេមិនយកព្រមក៏មិនអាចដែរគឺមិនអាចជ្រើសជ្រែងក្នុងកិច្ចការរបស់គេបានឡើយគឺមិនអាចមិនគោរពទេទី3មិនអាចគេចូលរួមពិធីជប់លៀងពាណិជ្ជកម្មអ្វីគ្រប់បែបយ៉ាងជាពិសេសគឺក្រុមហ៊ុនលោកគ្រប់តែម្ដងមិនអាចឲ្យលោកជើហៅជ្រើសជ្រែងចូលទៅក្នុងជីវិតរបស់គេបានទេលោកប្រចាំមានអ្វីត្រូវបន្ថែមទេយ៉ាងនៅមានទៀតត្រូវឲ្យអ៊ីសិនលីឆឹងឈូភីងរៀនឲ្យបានល្អថាធ្វើឪពុកម្ដាយគេយ៉ាងម៉េចខ្ញុំនឹងអញ្ជើញមនុស្សដែលមានជំនាញបណ្ដុះបណ្ដាលពួកគេពេលសញ្ញាលក្ខខណ្ឌមួយនេះហើយទោះបីត្រូវសម្ដែងត្រូវតែធ្វើល្អចំពោះឈុនជេវដែរផ្ដល់គ្រួសារដ៏កក់ក្ដៅហើយនឹងសេរីភាពពេញលេញមួយដល់គេឯងកត់ទាំងអស់នេះសិនទៅបន្តិចទៀតពេលដែលមានអ្វីកើតឡើងចាំប្រាប់ឯងបន្តទៀតទៅចោលណាលក្ខខណ្ឌទី20មិនអាចឲ្យឈុនជេវផ្ដាច់អាហារមិនញ៉ាំកាបូនអ៊ីក្រានោះទេលក្ខខណ្ឌទី21ឲ្យឈុនជេវមានសេរីភាពក្នុងការស្លៀកពាក់ខ្ញុំពិតជាចង់ដឹងខ្លាំងណាស់លោកប្រុសចាងហេតុអីបានជាលើកមកការស្នើសុំទាំងអស់នេះអញ្ចឹងណោះព្រោះអ៊ីឈុនជេវគឺជាមនុស្សដែលខ្ញុំស្រឡាញ់ជាងគេខ្ញុំមិនអាចឲ្យគេរងទុក្ខបន្តិចបានទេលោកប្រចាំនៅ5ទៀតថារឿងនេះត្រូវតែឲ្យអ្នកទាំងពីររក្សាការសម្ងាត់គឺមិនអាចឲ្យអ្នកនាងដឹងបានជាដាច់ខាតខ្ញុំដឹងហើយ
មកឈុនជើញ៉ាំបាយទៅទាំងអស់នេះគឺជារបស់ដែលឯងចូលចិត្ត ប៉ាម៉ាក់ខ្ញុំធ្វើអ្វីខុសហើយមែនទេ ឈុនជើថ្មីនេះប៉ាម៉ាក់ជួបប្រទះជាមួយនឹងរឿងខ្លះពួកយើងស្រាប់តែបានយល់ជាច្រើនមុននេះវិធីសាស្ត្រក្នុងការអប់រំគឺមិនបានតឹងរឹងហួសហេតុខ្លាំងពេកទេដូច្នេះប៉ាម៉ាក់សុំទោសផងចុះណាគឺយើងសុំទោសឯងដោយស្មោះ ប៉ាកំបាត់នេះអីឈុនចៅសុំទោសផងណាមុននេះម៉ាំងមិនគួរឲ្យលិខិតចូលរៀនសាកលវិទ្យាល័យឯងទេនៅបង្ខំឲ្យមានទំនាក់ទំនងជាមួយនឹងមនុស្សដែលឯងមិនចូលចិត្តទៀនប៉ុន្តែឯងទុកចិត្តចោះថ្ងៃក្រោយគឺមិនអាចនោះទេណាថ្ងៃក្រោយទៅរៀននៅសាកលវិទ្យាល័យដែលឯងពេញចិត្តហើយបញ្ចប់ការសិក្សាចោះប៉ាត់មែនអីម៉េចប៉ាត់មែនអីជីវិតរបស់ឯងគឺឯងជាអ្នកសម្រេចចិត្តខ្លួនឯងចោះអរគុណមកហើយបានហើយអង្គុយចុះញ៉ាំបាយទៅណាសៀពូខ្ញុំអាចទៅរៀននៅសាកលវិទ្យាល័យបានហើយហេយកលិខិតទៅផងខ្ញុំមិនដឹងថាខ្លួនប្រាំមុននេះអាចទ្រាំដល់ពេលណាទេលើកនេះខ្ញុំនឹងធ្វើជាស្រមោលមួយយ៉ាងស្ងៀមស្ងាត់ប្រហែលជាស្រមោលដែលមិនអាចបង្ហាញខ្លួនជារៀងរហូតឲ្យតែនាងអាចមានជីវិតរស់នៅគឺបានហើយគឺខ្ញុំច្បាស់ជាត្រេកអរណាស់ហើយមើលថាខ្លួនឯងបានល្អណាស់ខ្ញុំអាចនាំសៀពូចេញទៅជាមួយបានដែរទេសៀពូនៅតូចពេកជាចន្ទរយៈពេល10ម៉ោងជាងប្រកាសជាមិនអាចទ្រាំបានទេណាប៉ុន្តែឯងទុកចិត្តចោះគ្រួសារពួកយើងបានជាអ្នកថែផ្កាម្នាក់ពីមុនគេធ្លាប់បានចិញ្ចឹមកូនឆ្កែអាចជួយឯងមើលថែសៀពូឲ្យបានល្អបានអ្នកមើលថែស៊ុនសួស្ដីណានាងណែនេះតាចាស់ទឹកមករបស់លោកគឺជាមនុស្សដែលចិត្តល្អម្នាក់លោកពីមុនធ្លាប់ចិញ្ចឹមកូនឆ្កែមិនដែរទេពេលដែលខ្ញុំនៅក្មេងនោះធ្លាប់បានចិញ្ចឹមវានឹងមនុស្សដែលខ្ញុំស្រឡាញ់កូនឆ្កែដែលយើងចិញ្ចឹមនៅពេលនោះគឺស្តៀងនឹងសៀពូខ្លាំងណាស់អញ្ចឹងអ្នកទាំងពីរប្រកាសជាមានសុភមង្គលហើយត្រូវហើយគេគឺជាមនុស្សស្រីដែលល្អជាងគេនៅលើពិភពលោកនេះនៅជាមួយនឹងគេទោះបីជាអ្វីមិនធ្វើមើលគ្នាទៅវិញទៅមកក៏អាចមានអារម្មណ៍ថាមានសុភមង្គលគឺមានក្តីសុខជាមួយគ្នាស្ដាប់លោកនិយាយបែបនេះគឺពិតជាល្អណាស់ខ្ញុំមួយជីវិតនេះនៅមិនទាន់បានជួបជាមួយនឹងមនុស្សសញ្ចេតនាចឹងផងក្មេងស្រីគឺនៅក្មេងនៅឡើយផ្លូវនៅអនាគតវិញឆ្ងាយណាស់ទេសភាពនៃជីវិតមួយនេះគឺប្រែប្រួលរហូតឯងគង់តែអាចជួបនឹងមនុស្សម្នាក់ដែលគាត់ជួនកំពុងតែចាំឯងនៅចំណោទដែលស្រស់ស្អាតជាងគេអរគុណហើយប៉ុន្តែខ្ញុំមានកម្រងចាំបញ្ចប់ការសិក្សាសិនរៀនមិនស្នេហានៅចាំថ្ងៃក្រោយចាំនិយាយគ្នាទៀតបាទគឺខ្ញុំនិយាយលឿនពេកឯងទៅចិត្តចុះសៀពូនៅកន្លែងខ្ញុំនេះប្រកាសជាមានសុខភាពល្អអត់ត្រហើយតើលោកមានឈ្មោះអ្វីដែរខ្ញុំប្រាប់ប៉ាម៉ាក់ខ្ញុំមិនដំណងប្រាក់ក្រៃលើងខ្ញុំឈ្មោះចានជឺមីងល្អខ្ញុំចាំហើយឈុនចៅជូនពរនាងរលូនក្នុងការសិក្សាហើយសម្រេចគោលបំណងដោយខ្លួនឯងអញ្ចឹងចាញ់ចាំមីងជូនពរឲ្យលោកជាមួយនឹងមនុស្សដែលលោកស្រឡាញ់មានសុភមង្គលគេឥឡូវនេះមានសុភមង្គលហើយឈុនចៅមិត្តសម្លាញ់ទៅចិត្តចុះខ្ញុំមិនអីទេមើលទៅពេលវេលារបស់ខ្ញុំពិតជាមិនសល់ច្រើនតទៅទៀតទេសូមជូនពរដល់មនុស្សដែលមិនស្គាល់គ្នា
បើសិនជាថ្ងៃណាមួយមិននៅហើយខ្ញុំសង្ឃឹមថាអ្នកអាចស្ដាប់រឿងរបស់ខ្ញុំដល់ចប់ហើយរឿងមួយនេះគឺមានឈ្មោះថាជើមីងហើយនឹងឈុនចែវប៉ាម៉ែលើកនេះជំនាញរបស់ខ្ញុំក៏បានបន្ទូលល្អទាំងអស់ប៉ុន្តែសម្រាប់ប្រចាំឆ្នាំគឺជាប់លេខ1សាស្ត្រាចារ្យដែលបានសរសេរសម្បត្តិខ្ញុំមួយទៀតអញ្ចឹងគឺល្អខ្លាំងណាស់ហេណែអ៊ីឈុនចែវឈុនចែវ4ឆ្នាំនេះឯនៅខាងក្រៅរោងទុកហើយមិនអីទេខ្ញុំមានរឿងចង់និយាយជាមួយអ្នកទាំងពីរបន្តិចខ្ញុំប្រហែលឆ្នាំនេះបានគូរគំនូរជាច្រើននៅខាងក្រៅខ្ញុំចង់ធ្វើពិព័រណ៍គំនូរដែលជារបស់ខ្លួនឯងមួយល្អប៉ាម៉ាក់គាំទ្រឯងអស់ពីសមត្ថភាពអរគុណលោកប៉ាអ្នកម៉ែហើយយ៉ាបានហើយឆាប់ទៅមើលសេពូទៅណាអេចម្លាច់មែនមិញនេះសេពូនៅទីនេះតែមិនអីទេម៉ែចាំខ្ញុំទៅដល់ចាស់សេពូអ្នកនាងកំពុងត្រូវសេពូមែនទេខ្ញុំឃើញវាដូចជាបានទៅបន្ទប់របស់លោកប្រចាំងជាមិញហើយគេមកថាសេពូរបស់ខ្ញុំជាមិនដែរអ្នកនាងលោកចាំងជាមានប្រហែលថ្ងៃមុនគឺបានចែកឋានទៅហើយមិននឹងអាចត្រួតទេប៉ាម៉ារបស់ខ្ញុំប្រហែលថ្ងៃមុននិយាយពីព័ត៌មានគាត់នៅឡើយទេមិនបានជាស្រាប់តែហើយគាត់អាយុចាស់ទៅហើយសុខភាពក៏មិនល្អដែរស្ដាប់ឮថាមានជំងឺមហារីកទានមិនអាចទេមិនបានជាអញ្ចឹងសេពឹងនឹងអញខ្លាំងណាស់សេពឹងអ្នកនាងធ្វើតាមបណ្ដាំរបស់អ្នកនាងខ្ញុំបានមើលថែកូនឆ្កែបានល្អខ្លាំងណាស់ថ្ងៃក្រោយសង្ឃឹមថាអ្នកនាងអាចណែនាំឆ្កែរបស់អ្នកនាងរស់នៅជាមួយគ្នាសូមជូនពរឲ្យអ្នកនាងមានសុខភាពពេញអស់មួយជីវិតសម្បត្តិរបស់ចាងជាមីងហេតុអីបានជាខ្ញុំអាចឈឺចិត្តយ៉ាងនេះជូនពរដល់អ្នកដែលមិនស្គាល់គ្នាបើសិនជាមានថ្ងៃមួយខ្ញុំមិននៅហើយសង្ឃឹមថាអ្នកអាចស្ដាប់រឿងរបស់ពួកយើងឲ្យដល់ចប់ទៅរឿងមួយនេះឈ្មោះថាជើមីងនិងឈុនចែវលើកទី1ដែលបានស្គាល់ជាមួយនឹងអ៊ីឈុនចែវគេបានស្លៀករ៉ូបហើយបានលេងបាសីចេញពីទ្រង់នៅក្នុងពិធីនោះហើយពេលនោះខ្ញុំគិតថាមនុស្សស្រីម្នាក់នេះពិតជាគួរឲ្យចាប់អារម្មណ៍ពិតមែនហើយគេចង់បានសេរីភាពជាងនរណាទាំងអស់ក្រោយមកមើលឃើញគេពិបាកចិត្តដោយសារតែកូនឆ្កែចាក់ចេញពីគេខ្ញុំស្អប់ខ្លួនឯងខ្លាំងណាស់ដែលមិនអាចធ្វើអ្វីដើម្បីគេបានពីលើកមុនខ្ញុំសុទ្ធតែរើសយកវិធីសាស្ត្រដែលខុសលើកទី1ដែលគេជួបនឹងខ្ញុំគឺខ្ញុំពិបាកមើលខ្លាំងណាស់ខ្ញុំនៅពេលនោះតាមពិតទៅចង់លាក់ពីសមត្ថភាពរបស់ខ្លួនឯងប៉ុន្តែគេឆ្លាតណាស់គេបានមើលដឹងពីសមត្ថភាពរបស់ខ្ញុំសប្បាយចិត្តណាស់ដែលប្រទេសដឹងការឆ្លាញ់របស់ខ្ញុំទទួលបានការឆ្លើយតបពីគេខ្ញុំបានចូលទៅក្នុងជីវិតរបស់គេដើមឡើយគឺចង់ឲ្យគេសប្បាយចិត្តប៉ុន្តែតាមពិតទៅគឺខ្ញុំខុសមើលឃើញគេចាក់ចេញនៅចំពោះមុខរបស់ខ្ញុំគឺគ្រាន់តែចង់កំដរគេទៅស្លាប់ជាមួយគ្នាតែប៉ុណ្ណោះចម្លែកណាស់ពួកយើងមានឱកាសលើកទី2លើកនេះខ្ញុំបានបដូរយុទ្ធសាស្ត្រម្ដងខ្ញុំបានចូលទៅក្នុងជីវិតរបស់គេទាំងបង្ខំហើយចាក់ចេញពីគ្រួសារដើមរបស់គេពួកយើងខ្លាចតែជាគ្រួសារនឹងគ្នាទៅវិញទៅមកដើមឡើយពួកយើងធ្វើបានល្អខ្លាំងណាស់គឺគ្រាន់តែគួរឲ្យស្ដាយខ្ញុំមិនអាចប្រឆាំងនឹងព្រំលិខិតបាន
មិននិយាយរឿងដែលមិនសប្បាយចិត្តទាំងអស់នេះទេអ្វីដែលលំបាកជាងគេនោះគឺខ្ញុំនឹងមានឱកាសលើកទី3ទៀតដើម្បីកែប្រែភាពបញ្ចប់លើកនេះខ្ញុំអាចធ្វើបានពិតមែនហើយខ្ញុំបានការពារអ្វីគ្រប់យ៉ាងរបស់អ៊ីខុនចេខ្ញុំបានមើលឃើញគេធំធាត់នៅក្នុងសេចក្តីស្រឡាញ់ចាំងជាមិនមនុស្សបោកប្រាស់លោកគឺជាមនុស្សបោកប្រាស់ក្រោយមកទៀតខ្ញុំក៏បានចាប់ផ្ដើមការចងចាំដែលពាក់ព័ន្ធជាមួយនឹងចាងជាមីងខ្ញុំបានទៅកន្លែងដែលពួកយើងធ្លាប់ទៅជាច្រើនខ្ញុំចាំបានថាគាត់ធ្លាប់បានប្រាប់ខ្ញុំទេសភាពនៅតាមផ្លូវគឺប្រែប្រួលរហូតខ្ញុំគង់តែបានជួបជាមួយនឹងមនុស្សដែលគាត់ជួនកំពុងតែចាំខ្ញុំនៅចំណុចដែលស្រស់ស្អាតដល់ពេលនោះខ្ញុំនឹងអាចរត់ទៅកាន់គាត់ឈុនចេបងត្រឡប់មកវិញហើយអូខេកាន់អ្នកទាំងអស់គ្នាការថតបានបញ្ចប់ហើយអីត្រូវការបដោះសមាជិកមួយដើម្បីស្គាល់គ្នាបន្តិចឬអត់បាទខ្ញុំឈ្មោះ